បញ្ជាពីព្រះអង្គប្រកាសប្រាប់មិនដីតែងតាំងស្ដេចថៃជឿយានបានសាងគុណសម្បត្តិតែងតាំងគឺជារាជទាយាទកូនមេតោះគ្រូសាអ៊ីនសៀវអែលឡើងជាមហេសីជាយាសៀវជីនសៀឡើងទៅជាស្នំឯកហើយរៀបការនៅដល់ថ្ងៃក្រោយចាប់រាជសារតែជាឡើងជារាជទាយាទប៉ុន្តែជាយាទរបស់គេធ្លាក់ដំណើរទៅជាស្នំឯកទៅវិញជាប្តីប្រពន្ធគ្នា3ឆ្នាំទៅហើយបើជានាងត្រូវគេចងក្បាលបែបនេះទៅវិញប៉ុន្តែអ្នកណាឲ្យនាងជាពេលថោកទាបបែបនេះទៅប្រគល់ឲ្យបេដាសៀវសេទៅទៅរាជសារទេជីនសៀនេះជារីវាំងណាអូនត្រូវប្រយ័ត្នទៅមើលផងតែអមអញ្ចឹងរាជសារពីរមួយតាំងអញ្ជរិតយានមួយតាំងយើងគឺជាស្នាមផាច់យាននេះតាឯងបានដឹងវាយូរហើយមិនអីជីនសៀស្នាមឯងមិនជាស្នាមទេបេដាថាឲ្យអូនជាពេលតោកទៀបម្នាក់ទេមិនអាចឡើងជាស្នាមឯងបានទេប៉ុន្តែបើមិនបានចេញជាពេលតោកទៀបនេះទេអញទៅជួបយមរាជតាំងពី3ឆ្នាំមុនមកម្លេង3ឆ្នាំមុនអញកាត់ជំងឺពេញខ្លួនរាជពេទ្យខ្លួនណាប់ជាបាជាតិទេតែអស្ទើរតែជារាជសារធ្វើបន្សពអញទៅហើយគឺយកប្រាវជាពេទ្យទៅជួយអញមើលថាអញរហូតមកតែយកអញចេញពីដៃជំរាជមកដល់ពេលនោះគ្មាននរណាគេខ្វល់ជាមួយអញទេតាមការពិតយើងមិនចង់ធ្វើជាមហេសីអញទេប៉ុន្តែ2ឆ្នាំមុនពេលអញជាតិនោះអញទៅលើជង្គង់នៅពីមុខវាំងមួយយប់មួយថ្ងៃសូមរាជសារសូមអង្កលកាបេដាមួយជាតិនេះបាត់មិនរៀបការជាមួយណាការពិសេសចិនសៀទេមួយជាតិនេះបាត់នឹងមិនយកស្នំទេអញបានសន្យាថាជាតិនេះមិនធ្វើយ៉ាងខុសចិត្តទេនៅថ្ងៃរៀបការនោះអញបានស្បត់ថាបើអញធ្វើខុសសន្យានោះអញនឹងត្រូវរងការបាញ់ស្លាប់ពេលនេះយើងជារាជទាយាទហើយយកប៉ុនយ៉ាងថាយ៉ាងម៉េចនាងអញជាពេទ្យទៅទៀបម្នាក់ប៉ុណ្ណោះទេយើងអញជាស្នាមឯងហើយយ៉ាងម៉េចក៏មិនដឹងអក្រក់សោះណាគឺជាគ្រូពេទ្យទៅទៀបឯងសំណាងឯងតាមពិតនៅក្នុងការផ្នែករបស់ឯងចិត្តគឺជាមនុស្សទៅទៀបរហូតមកឯងបានចាំមិននោះតំណែងរបស់ពួកយើងទាំងពីរក៏ចាប់ត្រឹមនេះចឹងពីពេលនេះតទៅយើងក៏លែងមានអីពាក់ព័ន្ធជាមួយនឹងឯងទៀតដែរត្រូវគេលែងក្បាលតែជាអញ្ចឹងលែងគ្នាអីប្រហើនរាជវង្សនគរតាក់យ៉ងយើងមិនដែលមានរឿងលែងគ្នាទេគ្រាន់តែជាគ្រូពេទ្យទៅទីមចង់ធ្វើជាមហេសីផងហ្នឹងមីប្រហើនពិតជាមិនស្គាល់មេកពុះណាមែនមើលទៅត្រឹមដើមនេះតិចហើយមិនចឹងវានឹងគិតថាវាខ្លាំងហើយមនុស្សប្រុសមានអំណាចមិនមែនមានប្រពន្ធ5ឆ្នាំ10ទៀតវាជាពេទ្យទៅតាមម្នាក់ប៉ុណ្ណោះវាចង់ឡើងជាមហេសីផងហ៎គ្រូពេទ្យទៅទៀបអីសូមអរគុណយូយ៉ាងគឺជាប្រណេញសៀនហ៊ាន់នគរណានចៃកាលពី3ឆ្នាំមុនក៏ប្រតែសុបិនមួយតែនគរតាចង់ការជាមួយនឹងភ័យជាយាមទៅវិញប៉ុន្តែមិនស្មានថាគេបានជាក្បត់យើងរយៈពេល3ឆ្នាំហើយគូតែភ្ញាក់ពីសុបិនហើយដល់ពេលត្រឡប់ទៅផ្ទះហើយមិញយីចាអ្នកនាងចឹងនឹងជាទៅនគរណានចៃ100000នាក់ឲ្យពួកគេចេញដំណើរមកដល់ថ្ងៃក្រោយឲ្យពួកគេវាយបំបាច់នគរនេះចោលមកទទួលយើងត្រឡប់ទៅផ្ទះវិញអ្នកនាងខ្ញុំបានទៅផ្ទះសម្ងាត់តាក់តងទៅតបនគរជាយានហើយដល់ថ្ងៃក្រោយមេតបណានចៅនឹងចូលមកទីនេះអ្នកនាងកុំឈឺចាប់ពេកអីយើងមិនឈឺចាប់ក៏មិនខកចិត្តដែរយើងគ្រាន់តែខកចិត្តប៉ុណ្ណឹងតែពេលនេះគ្មានអ្វីអីក៏អាចមើលដឹងផ្លូវចិត្តរបស់គេក៏ល្អហើយថប់ភ្លាមមហេសីរបស់ពួកយើងនៅទីនេះខ្ញុំមិនឆាប់មកគោរពទទួលគាត់ភ្លាមទេមហេសីមកតែគឺជាស្រីថ្មីរបស់ភ័យជាយានហើយយើងដឹងថានេះមិនព្រមទេប៉ុន្តែនេះគឺជារាជសាររបស់ព្រះអង្គមកកលការយើងជាមួយនឹងរាជទាយាទនៅខែក្រោយនេះហើយគឺថាក្នុងថ្ងៃតែមួយជាមួយថ្ងៃឡើងសៅរាជនោះឯងនេះគឺជាមុខមាត់ព្រះអង្គឲ្យគ្រូសាអ៊ីនយើងដំណាក់ខាងកាន់យើងចូលទៅនៅមុនហើយនាងស្នាប់ឯងនេះថ្ងៃក្រោយជប់យើងត្រូវតែគោរពយើងនៅពេលដែលនិយាយជាមួយយើងនោះក៏ត្រូវចេះអោនក្បាលនិងអោនលំទោនគោរពយើងនេះមិនមែនមិនតន់ការផងនាងឯងគឺជាមហេសីស្អីតាមច្បាប់របស់នគរនេះនាងឯងគួរតែមកគោរពអ្នកនាងរបស់យើងទៅវិញទេនាងស្រីបប្រាមកពីណាទេពួកឯងឆាប់តែមាត់វាឲ្យហាមទេមហេសីដែលព្រះអង្គតែងតាំងឡាម៉ននេះគឺមានចរិតល្ងងចឹងឯងពួកនាងគឺជាមេតបអ៊ីននោះក៏ជាអ្នកកាប់អេសែនៅស្រែទេវាគឺជាមេតបមិនដល់5ឆ្នាំផងអញ្ចឹងតាមបានជានាងអ៊ីនមកប្រហឿនក្អេងក្អាងអញ្ចឹងនោះតែបានតំណែងគឺជាមហេសីក៏មកប្រញាប់មកអ៊ូតក្អេងក្អាងដាក់យើងភ្លាមនាងឯងហ៊ានមកជិះបន្តិចយើងផងឯងចាវាទេមិញយីតែទេអើយនាងហ៊ានវាយយើងផងយើងវាយនោះគឺឯងនឹងហើយអូយអ្នកបំរើថោកទៀតដូចជានាងសន្តិត្រីអញ្ចឹងហើយអូយនាងឯងបដិអ្នកបំរើយ៉ាងម៉េចមកជាហ៊ានវាយគេផងមកជាវាយហើយតែយ៉ាងម៉េចនាងឯងរតិយានជួយខ្ញុំម្ចាស់ផងនេះមានរឿងអីខ្ញុំដឹងថាបងស្រីមិនពេញចិត្តខ្ញុំខំមកចាំសុំទូគាត់នៅទីនេះប៉ុន្តែមិនស្មានថាបងស្រីគាត់មិនពេញចិត្តទេប៉ុន្តែដំណើរមហេសីនេះមិនមកខ្ញុំដណ្ដើមគឺព្រះអង្គជាអ្នកប្រទានបើបងស្រីមិនពេញចិត្តនោះចាំមកក៏មិនគូឲ្យអ្នកបម្រើមកវាយមនុស្សរបស់ខ្ញុំមកប្រមាថខ្ញុំនោះទេនេះគឺពិតជាអយុត្តិធម៌
ចិនសៀរឿងនេះគឺជាអ្នកខុសបានចឹងហេតុនេះក៏ប្រតែរឿងនេះអញកាត់ចាំដាក់តូចទេព្រះអង្គបងសៀវគាត់មកប្រហើនដាក់ត្រង់ទាំងនៅកន្លែងនេះគឺនាងពិតជាមិនទុកខ្សែច្បងនៅក្នុងផ្នែកនោះទេចិនសៀឆាប់សុំទោស CL ទៅនាងនៅជុំចុះសុំទោសគេទៅចាំមិនធ្វើ2ឆ្នាំមុនមកមិនមែននាងយើងទៅជួយអញតែនេះឯងដេកលើក្រែកមកបាត់ហើយសាច់ឆ្កែអរិឆានក្របពើរមើគុណអញគឺពិតជាអាក្រក់ណាស់ប្រដេរិឆានប្រហើនលើជុំចុះនាងព្រះអង្គអ្នកអំណាចរបស់យើងគ្មាននរណាម្នាក់ឲ្យនាងទៅលើជង្គង់បានទេនាងអញនាងហ៊ានផងអីនាងហ៊ានរៀបរៀងនាងផងអីស្អែកចិនសៀនាងល្អជាមួយនាងទៅរហូតនាងខំលក់អស់ហើយចាំបាននិយាយហើយពួកយើងចាប់គ្នាហើយយើងនឹងសរសេរសម្បត្តិលេខគ្នាជាមួយឯងយើងនឹងចាក់ចេញពីទីនេះយើងជាមួយនឹងឯងនឹងមិនជួបគ្នាទៀតនោះទេលេងគ្នានាងឯងធ្វើយើងខ្មាស់គេណាស់ជាមួយហ្នឹងនាងពេលទៅទៀតអ្នកណាគេមកយកនាងឯងហ្នឹងមិនហ្នឹងវាប្រហឺនហ្នឹងគម្រាមរាជទាយានឬច្បងយើងមិនដែលមានអ្នកលេងគ្នាទេយើងមិនលេងគ្នាទេរាជទាយានគឺវាគម្រាមត្រង់ទេវាគ្រាន់តែជាបែបតូចទៀមគ្មានខ្នងមិនអាចអីទេមិនអាចលេងគ្នាបានឡើយต้องកំជិលសម្ដីវាអីរាជទាយានចិនសៀកាលពី3ឆ្នាំមុនយើងប្រតាសបិនមួយក៏មកដល់ទីនេះតែម្នាក់ឯងដំណាក់នេះពេលនោះគ្មានអ្វីនោះទេទ្វារបែកបាក់នៅក្នុងនេះគ្មានអ្វីមានជីវិតឡើយអ្នកអំរានៅទីនេះលួចខ្ជិលពួកវានាំគ្នាសើសប្បាយក្អាកក្អាយនៅមានម៉ែដោះលុបលុននៅលួយរបស់យកទៅលក់ថែមទៀតលោកអ្នកដេកលើក្រែកធ្វើអ្វីមិនបានសម្បត្តិអ្នកអំរើក៏ខ្វល់រវល់ជាមួយលោកដែរយ៉ាងតែម្នាក់ឯងតើត្រូវត្រង់ដំណាក់មួយនេះឡើងមកនាងនិយាយរឿងនេះធ្វើស្អីពេលនេះយើងជារីទីយិតមានប្រពន្ធចាស់ជារឿងធម្មតាទេយើងឲ្យដំណើរទៅស្នាមឯងនឹងឯងហើយនេះក៏មករករឿងច្រើននោះចាំមិនបានមកករឿងនៅពេលនេះយើងសរសេរសម្បត្តិលែងលះត្រូវការឲ្យឯងផ្ដិតមេដៃទេយើងមិនលែងគ្នាទេនេះជប់ទៅទៀតទេនេះមិនមែនជាការពិភាក្សាទេប៉ុន្តែជាការប្រាប់ឲ្យដឹងនាងឯងកើតក្នុងគ្រួសារទៅទៀតយើងគិតថានាងឯងចេះទុកចិត្តដែរតែយើងមិនស្មានថានាងដូចជាមនុស្សស្រីពួកអស់នោះអត់មានថោកទៀតដើម្បីចាក់ប្រុសទេប៉ុន្តែធ្វើយើងអស់សង្ឃឹមណាយើងធ្វើឯងអស់សង្ឃឹមអីអ្នកក្បត់ជាងមុនគឺជាឯងអ្នកក្បត់សន្យានោះក៏ជាឯងជាមិនតាន់បាននិយាយអីផងអញបាច់ជាមកថាឲ្យចេញមុនទៅវិញនេះតែសំទីតែពេលនោះនាងជួយយើងមិនមែនចង់ឡើងជាមហាសីទេអីចាំមិនដាច់ចង់ធ្វើជាមហេសីអញទេបើមិនមែនឯងមកបង្ហាញភាពស្មោះត្រង់ជាមួយយើងមិនមែនឯងមកសន្យាធ្វើយើងមិនខូចចិត្តមួយជីវិតនោះបើមិនមែនឯងនិយាយពាក្យថាមួយជីវិតនេះនឹងមានប្រពន្ធតែម្នាក់មិនយកស្នាមអាទិត្យនោះយើងក៏មិនព្រមរៀបការជាមួយនឹងឯងដូចគ្នាដែរពេលនេះយើងជារីទីយិតមានស្នាមចាស់គឺជារឿងធម្មតាទេបើអញយកលេសរៀងយកស្នាមយកប្រពន្ធនោះមកធ្វើជាលេងអញ្ចឹងពេលនោះអញមកសន្យាឆ្កែអីបើអញធ្វើមិនបាននោះយេចិនសៀពរបស់ NCL ជាមេតាធំវិញយើងទៅរៀបការជាមួយនេះគឺដើម្បីឲ្យតគ្រូសាអ៊ីនស្មោះត្រង់ជាមួយយើងនេះស្រួលខ្លាំងណាស់យើងគិតថានេះពីណាដល់ជាមួយគ្នាបានចាំមកចូលចិត្តមានប្តីរងជាមួយគេទេអញប្រឌិតមេដៃសម្បត្តិលេងនេះហើយអញចង់ការប្រពន្ធស្នាមប្រមាណនោះក៏ចង់ទេមិនបានជានឹងឯងភ្លើអញ្ចឹងយើងអាចជាពេលតូចតែម្នាក់ប៉ុណ្ណោះមិននឹងអាចមកជាមួយនឹងយើងបានទេនេះគឺជាបុណ្យដែលនឹងឯងបានសាងពីជាតិមុនមកហើយយើងមិនស្មានថានេះចិត្តជាងអញ្ចឹងនោះទេហើយយើងត្រូវនិយាយអស់ហើយយើងយកទៅគិតមើលទៅបើសិនជាមិនចង់ធ្វើស្នាមឯងទេអញ្ចឹងធ្វើជាស្នាមទេអញកុំតែយកប្រាប់ប៉ុណ្ណឹងតែ10ថ្ងៃប៉ុណ្ណឹងអញ្ចឹងយើងចាំមើលថា10ថ្ងៃក្រោយយើងអាចធ្វើអីបានទេនេះជាពេលតូចតែម្នាក់ប៉ុណ្ណោះទេគ្មានខ្នងមកឯងគ្មានគ្នានេះមានតែទៅតាមការតែងតាំងនោះតាមសម្រួលទេនេះអាចធ្វើស្អីបានដែរទេបើសិនជាឯងនៅតែល្ងងចឹងនោះកុំថាយើងសាហាវនោះចាំពេលឯងខ្លាចជារិទ្ធិយាតខ្លាចជាអ្នកតនគរយើងហើយនោះសង្ឃឹមថាឯងអាចខ្លាំងចឹងបានទៀតចឹងមកបានហើយពេលនេះ10ថ្ងៃក្រោយកងទ័ពជាយើងនឹងឡំបាត់ក្រុងតាយ៉ុងជិងសពពេលនេះដែរខ្ញុំក៏បានរៀបចំកងទ័ពនៅទីនោះផងដែររកចាំការបញ្ជីពីប្រនេះម្នាក់គត់ឆាប់ដល់ដំណឹងទីស្បៀងរបស់ដែលផ្ដល់ឲ្យទីក្រុងតាយ៉ុងនោះមិនឈប់បានហើយដល់ថ្ងៃក្រោយពួកយើងត្រឡប់ទៅដល់កូនណាំចាជាមួយគ្នាវិញបាទទូលមានហើយឯសេចយ៉ាងណានោះរត់ទៅដំណាក់ជិងលន់ព្រោះថាប្រនេះអនុវត្តក៏របស់លើគេពេលនេះប្រនេះជាឲ្យប្រនេះចូលរាជវាំងព្រះអង្គត្រូវកោសែមនុស្សនោះបណ្ដោយអ្នកបំរើវិធ្វើបាបអ្នកបំរើអូស័យទើបបង្គំបើតាមច្បាប់កងទ័ពរបស់គ្រូសាអ៊ីនគឺដូចជាប្រពន្ធដើមកំពុងតែវិធ្វើបាបប្រពន្ធចុងអញ្ចឹងសូមព្រះអង្គដោះស្រាយដោយយុត្តិធម៌ម្ចាស់ក្សត្រីអ្នកអំណាចអគុណរបស់ខ្ញុំម្ចាស់នោះត្រូវគេវាយឡើងចុះពីក្រែលេងរួចទៅហើយត្រូវកោសែមនុស្សនេះបើជាបណ្ដោយអ្នកបំរើយ៉ាងនេះរឿងមួយនេះប្រពន្ធជួយដំណាំនោះស្រី
ចាំមកទុកទៅអូនជាអ្នកដោះស្រាយចុះ មិនអញ្ចឹងទៅហើយយកស្រីបំរើម្នាក់នោះវាយសម្រាប់តែម្ដងទេស្នំតកោសៀវគ្រប់គ្រងថ្នាក់ក្រមមិនបានល្អមិនចេះច្បាប់វិន័យឲ្យនាងចូលក្នុងសំណាក់សំទោសស្នំព្រះបត្រាទេ មិនដែរជុំមកពេលនេះដាក់ទៅឈៀងសៀរួយហើយព្រះបត្រាមានងារជាអ្នកស្នងតំណែងគួរតែរៀបចំដំណើរបានល្អទើបមានគេគោរពព្រះអង្គពេលនេះកងទ័ពគ្រួសារអ៊ីនកំពុងតែមើលគ្រប់គ្នា ព្រះបត្រាថ្ងៃនេះវិញអ្នកការពារខាងក្រៅដំណាក់សិទ្ធិបានឃើញទាំងអង្គបើសិនជាបត្រាមិនចេញខ្លួនចាត់ការទេខ្ញុំដែលជាស្នំរបស់បត្រាទោះបីជាការចូលក្នុងដំណាក់ខាងកើតក៏គ្រាន់តែជារឿងកំ ប្លែករបស់មនុស្សនៅក្នុងសំណាក់រាជវាំងប៉ុណ្ណឹងមិនយ៉ាងតិចខ្ញុំម្ចាស់គ្រាន់តែចង់បានការសំទោសមួយ គ្រួសារអ៊ីនជាកូនដែលធ្វើខ្ញុំខ្លាចទៅជាបត់តែមិនអាចមានបញ្ហាបានទេហើយណាស់ចាំហាស្នំចាំមកហើយយកញ៉ាំបម្រើមេយាទៅវាសម្រាប់ មិនបាច់ទេមិនតាន់ឱកាសយកប្រាំពីយើងស្រីបំរើរបស់យើងក៏ត្រូវពួកត្រង់ដាក់ទោសស្លាប់ទៅហើយ ឈិងសៀគ្រាន់តែវាសម្រាប់ផ្សាយបម្រើម្នាក់ប៉ុណ្ណោះឬមួយមុខមាត់របស់គ្រួសារអ៊ីនមិនអាចទៅជាមួយនឹងជីវិតរបស់ផ្សាយបម្រើនេះបានទេ ខ្ញុំធ្លាប់បាននិយាយជាមួយត្រង់ហើយមនុស្សរបស់ខ្ញុំអ្នកណាក៏មិនអាចប៉ះបានដែរអ្នកនាងអ៊ីនសៀយ៉ាងកាលនាងចង់បានមុខមាត់មិនអញ្ចឹងបានតែឲ្យតែត្រង់ព្រមចូលហត្ថលេខាលើសិភៅលេខមួយច្បាប់នេះខ្ញុំនឹងឲ្យមុខមាត់មួយទៅនាង សៀឈិងសៀនេះកុំហួសហើយពេកនេះជាដំណាក់ជិងលន់ណា បងស្រីខ្ញុំគ្រាន់តែចង់បានការសំទោសមួយប៉ុណ្ណឹងមិនយ៉ាងទៀតគ្រាន់តែមិនសម្រាប់អ្នកបម្រើម្នាក់ប៉ុណ្ណឹងបងស្រីចាំបាច់អីដាក់ថ្នាក់ស្រីកំហុសដាក់ព្រះបត្រាចំពោះមុខព្រះភ័ក្ត្រព្រះអង្គនិងព្រះមហាក្សត្រយ៉ាងនេះធ្វើអី សៀឈិងសៀមន្ត្រីនៅនេះទាំងអស់នឹងត្រូវតែធ្វើបែបនេះហ៎នាងនឹងមកគុណចិត្តចាស់ទេយើងមិនលះជាមួយនេះចិត្តដាច់ខាត យ៉ាងបាននិយាយហើយត្រូវការតែ10ថ្ងៃអ៊ីងត្រង់កាត់ជាយល់ព្រម ព្រះអង្គស្អីទៅក៏សៀនេះពិតជាពេលវិន័យពេញហើយសម្រាប់ផ្ដល់ឱកាសឲ្យទៅបង្គំនិយាយរកខែផលសម្រាប់គ្រួសារអ៊ីនរបស់ទូបង្គំផងស្នំសែវហើយតែនេះយកប្រមាណស្អីយ៉ាងไรក៏ក្នុងរបស់នេះនោះដូចជាគង់ចំពោះមុខបងស្រីខ្ញុំទទួលកំហុសដល់ខ្លួនឯងបាត់ផ្នែកខ្លួនឯងទាំងសងខាងកាត់ដៃខ្លួនឯងទាំងសងខាងចោលដល់ខ្លួនឯងនោះខ្ញុំជាមេតមានចិត្តសម្ដៅប្រណីមិននោះឬបន្តទៀតនោះទេ លោកកំពុងតែនិយាយរឿងកំ pl នេះ ប្រនេះនិយាយថាម៉េចសែជាងសៀមេតអ៊ីនគឺជាមេតអ៊ូវៃណានៅក្នុងវេនឬកងតបលោកជំនាញទាំងអស់បណ្ដាញមិនគ្រប់បានទេប្រនេះនិយាយថាម៉េចនិយាយម្ដងទៀតសាមើល យ៉ាងនិយាយថាលោកកំពុងតែនិយាយរឿងកំ pl នេះយល់អត់ក៏តែទៅវិញឆ្លុះកញ្ចក់មើលមុខខ្លួនឯងដែលមិននឹកខ្យល់អីរបស់លោកទេថាតើវាអាក្រក់មើលខ្លាំងប៉ុណ្ណាទេ ស្នំបាងពិតជាបន្ទុកមនុស្សក្នុងការភ្នែកមើល មនុស្សលោកក៏ចាត់ទុកថាខ្លួនឯងគឺជាមនុស្សដែរយ៉ាងច្រើនណាស់ត្រឹមតែជាឆ្កែមួយក្បាលដែលអំណាចធ្វើបាបគេប៉ុណ្ណឹង ហើយនេះបានជានេះគឺថ្លំធំយ៉ាងនេះ ខ្លាំងធំគឺជាឯងគ្រាន់តែជាឆ្កែមួយក្បាលគ្មានគេខ្មាស់ប្រតិណិតសាច់ញាតិតាមឡើងប៉ុណ្ណឹងមិនដែលបានកសាងគុណសម្បត្តិសំបីបន្តិចបានត្រឹមតែនិយាយក៏ហ៊ាននៅចំពោះមុខយើងព្រមមិនឈប់បាននេះផងនេះ បងស្រីបងប្រាប់របស់ខ្ញុំគឺគ្រាន់តែដើម្បីការពារសុវត្ថិភាពព្រះអង្គប៉ុណ្ណឹងប៉ុន្តែបងមិនគួរនៅក្នុងដំណាក់ជិនលន់ស្រីនិយាយពេញនឹងឬមួយក៏បងមិនមានទុកព្រះអង្គនិងមហាក្សត្រយ៉ាងនេះក្នុងភ្នែកទេ ត្រកូលសែថ្លៃធំនាងគ្រាន់តែជាគ្រូពេទ្យម្នាក់ជាលោឡាពេញដំណាក់ហងក្នុងភ្នែករបស់នាងមិនទុកស្អីតែយំទេក្នុងភ្នែកទេ ព្រះអង្គកុំខ្ញាល់អីទុកឲ្យខ្ញុំម្ចាំស្នាមវ៉ាន់ចាប់បង្ករឿងទៀតទេយើងដឹងថាក្នុងចិត្តនាងមានកំហឹងប៉ុន្តែនាងគួរតែដឹងច្បាស់ថាព្រះបត្រាថ្ងៃក្រោយត្រូវឡើងធ្វើស្ដាញ់សមាជិកស្នាមរបស់បត្រាគឺត្រូវល្អដាច់ខាតនាងអាចមិនដេញព្រោះជាបាបពើរបស់បត្រាយើងមកគ្នាមិនអាចដើម្បីបត្រាយើងពិចារណាបន្តិចទៅបងស្រីស្អៀវមកពីបងធ្វើនេះហួសហេតុពេកហើយមកតាមវិន័យក្នុងវាំងនឹងគឺត្រូវចប់ធំស្អីខ្សែតៃមិនខានស្ដាប់ឮហើយនឹងយើងគិតថាមិនចាំបាច់ដល់ដំណាក់កាលនោះទេហេតុនេះហើយបានជាទុកមុខឲ្យនាងទៅឈិញស៊ីបើតាមសមាជិករបស់នាងនោះអាចធ្វើជាស្នាមចុងគឺឡើងខ្ពស់ណាស់ហើយនាងត្រូវរៀបចំដំណាក់ខាងក្នុងអបត្រាជាគំរូដល់ស្រីផ្សេងៗទៀតក្រោមមីងកុំរៀនសូត្រតាមស្រីៗនៅគ្រួសារតូចទៀតទាំងនោះច្រណែនឈ្នះនេះនឹងប្រច័ន1យំ2បង្ករឿង3ចងកនិយាយបានល្អគឺបជានិយាយបានល្អនេះសត្វតានិយាយថាសិលឈីសៀននេះចិត្តអាក្រក់ប៉ុន្តែនៅចំពោះមុខព្រះអង្គនិយាយសម្រាប់សម្រួលសម្ដែងនោះសម្ដែងមហាក្សត្រយ៉ាងនេះសត្វតានិយាយថាទម្លាក់ស្នាមដៅមកធ្វើជាស្នាមចុងប៉ុន្តែមកកត្រង់មិនឲ្យព្រះអង្គរៀបអភិសេកជាមួយស្រីផ្សេងក្នុងវិញមកធ្វើជាមហាក្សត្រយ៉ាងនេះហើយត្រង់ធ្វើជាស្នាមភេងតែនិយាយថាមិនខ្ញុំនិយាយថាយល់ល្អគួរតែយកដំណើរមហាក្សត្រយ៉ាងនេះឲ្យអ្នកដទៃបើតាមសមាជិកត្រង់នោះធ្វើជាស្នាមភេងគិតថាបានឡើងគួរណាស់ទៅហើយត្រង់ត្រូវរៀបចំដំណាក់ខាងក្រោយឲ្យព្រះអង្គធ្វើជាគំរូល្អដល់ស្រីៗក្រៅមីងកុំរៀនតាមស្រីគ្រួសារតូចទៀតទាំងនោះច្រណែនប្រច័ន1យំ2បង្ករឿងនិង3ចង់កមិនអញ្ចឹងខ្លាំងធំប្រហែលអ្នកមកជាហ៊ាននិយាយបាត់នេះជាមួយមហាក្សត្រយ៉ាងនេះមកជាហ៊ានធ្វើរឿងបាត់នេះផងនេះ សែឈិងសៀនេះឈប់និយាយទៅយើងកំណាយការពេលនេះបានហើយឆាប់សុំទុកប្រែមិនដាក់ព្រាមទៅ ខ្ញុំសម្ដីរបស់មហាក្សត្រយ៉ាងនេះមកនិយាយម្ដងទៀតប៉ុណ្ណឹងមិនបានជាខ្ញុំត្រូវសុំទោសនោះឬមកក៏ត្រង់ចាំបានន័យថាសម្ដីមហាក្សត្រីនៅនគរនោះនិយាយខុសហើយនិយាយគ្មានចេះគិតមិនគ្រប់ចាស់ទុំបត្រាឯងមករឿងនេះបែបនេះមែនទេមិនដាក់កុំខ្ចាល់អីខ្ញុំដោះស្រាយនៅបានល្អចាឈិងសៀនិយាយថ្មនេះតែធ្លាប់ហើយយើងឲ្យនឹងជាស្នាមចង់ចាត់ទុកថាខ្ពស់ហើយនេះនៅក្នុងដំណាក់ធំមិនគ្រប់គ្រួសារអ៊ីនមិនគ្រប់មេដាមិនគ្រប់ព្រះអង្គមើលតែត្រូវបដានឹងចេញម្ដងហើយឯណាសេនាអូនេះទៅវិញខ្សែខាងដំបងឯនេះលើកជង្គង់
នៅមុខដំណាក់3យប់3ថ្ងៃ យើងចាំមើលថ្នាក់ណាហ៊ានប៉ះពាល់អ្នកនាងយើងគឺពិតជាអញ្ចឹងមែនមានទេសកលបែបណាគឺមានម្ចាស់បែបនោះសៀវឈីងស៊ីណាមិនឆាប់លុតជង្គង់អាំងក្បាលសុំទោសទទួលកំហុសទៀតអីត្រឹមតែជាស្រីបំរើលើក្រែប៉ុណ្ណឹងណាទីនេះគ្មានកន្លែងសម្រាប់អ្នកនិយាយទីនាងឯងនិយាយថាយើងជាស្រីបំរើលើក្រែឯងស្រីចង្រៃឯងនេះពួកឯងអាចថ្មងអីទៀតឆាប់នាំស្រីចង្រៃមិនចេះបានចែកឋានៈនេះអូវាយកទៅសម្រាប់ចាប់ភ្លាមទេឲ្យលឿនឡើងចាំមកសម្រាប់យើងនេះនាងអញហ៊ានវាយយើងផងហ៎នាងស្រីចង្រៃស្រីឈិងស៊ីនាងត្រង់អ្នកដឹងថានេះគឺជាដំណាក់ជីនឡនទៀតនេះសំត្រង់មើលមកឆ្កែរបស់ភរិយារបស់ត្រង់ឲ្យបានល្អផងទេបើនាងនៅតែនិយាយក៏ក្រែងចឹងទៀតនឹងអញ្ចឹងក៏នឹងឲ្យនាងសាររជាណានិយាយអ្វីក៏មិនចេញស្រីចង្រៃនាងហ៊ានមកកំភ្លៀងនេះយ៉ាងអត់ត្រឹមមួយថ្ងៃមួយយប់ហើយថៃជាយិនលោកនឹងអ៊ីស៊ីយ៉ៅនេះគឺពិតជាដូចគ្នាមែនគ្មានកេខ្មាស់ដូចគ្នានាងមិនយីពួកយើងត្រឡប់ទៅវិញសួរឈីងស៊ីនាងឈ្មោះហៅមែនទេនៅក្នុងដំណាក់ហ៊ានទៅកំភ្លេចបត្រាផងនាងគិតថាឲ្យគេផុតមែនទេពួកឯងខាត់នាងឲ្យយើងព្រះអង្គមហាក្សត្រយ៉ាងនេះតែជួយរកហេតុផលឲ្យខ្ញុំម្ចាស់គ្រាន់តែនិយាយប្រហែលមិននាងបាច់ជាវាយខ្ញុំម្ចាស់វាយខ្ញុំម្ចាស់មិនក្រុមបើជាហ៊ានទៅកំភ្លេចបត្រាទៀតផងបោះចោលនាងពិតជាបោះចោលហើយសៀវឈីងស៊ីយើងទុកមុខឲ្យនាងមិនស្មាត់ថានាងខ្លាំងធប់យ៉ាងនេះនាងត្រូវជាប់ខំនៅក្នុងវាមួយជីវិតឲ្យយើងមិនអាចចាក់ចេញពីរាជវាំងពេញមួយជីវិតយើងចាំមើលថាអ្នកណាជាអ្នកត្រូវជាប់ខំឲ្យប្រកាន់យើងកំណត់ឲ្យតាក់ចំពួកឯងរយៈពេល10ថ្ងៃយើងត្រឹមចុះហត្ថលេខាលើសភៅលេងលះដល់ថ្ងៃនេះគឺជាឱកាសចុងក្រោយរបស់ពួកឯងហើយប្រហែលនាងកាពីងារស្នំវាងមួយនេះស្អីក៏គ្មានដែរបើនាងនៅតែបែបនេះទៀតកុំថាយើងមិនរំលឹករាចាសោះសេណាចាប់នាងទៀតទៅជាយិនមនុស្សរបស់យើងនៅតាមផ្លូវនៅក្រុងជីងហើយមិនយូរនឹងឡើងពាត់ក្រុងជីងនេះហ៊ានប៉ះពាល់យើងរាជបងតាក់ចំពួកឯងនឹងត្រូវរលាយជារៀងរហូតស្អាឈិងស៊ីនេះមកសពអីតែថ្ងៃហ្នឹងណានាងមានកងតបមកពីណានៅក្រៅមេឃនេះស្អីដែលបញ្ជាកងតបបានមានតែព្រះនាងច្បងនៅនគរណាមចៅប៉ុណ្ណឹងនាងគិតថានាងគឺជាគេមែនទេអត់សំណោចណោះបើនាងជាព្រះនាងច្បងជាងហោះនោះនាងចាំបាច់មកធ្វើជាស្នំនៅតាចុងរបស់យើងនេះនោះស្អាឈិងស៊ីនេះស្គូតហើយតាចុងរបស់យើងសន្តិភាពក្រៅមេឃនេះមានតបមកពីណាមានរឿងហើយព្រះអង្គមានរឿងធំហើយមានតែហេនសាសម្រាប់ចូលទ្វាររាជវាព្រះអង្គប្របីរលីទៀតប្រញាប់ឡើងចាប់អត់ពីខំគ្លៀមមានការរីការបន្ទាត់អ្នករឿយរាំងត្រូវស្លាប់អ្នកប៉ះបោកស្លាប់អូននេះមានរឿងអីកាត់ឡើងតែហ៊ានជិះស្អីមកដោះឲ្យកាពីនេះតាមមានរឿងធំកាត់ឡើងហើយមែនទេប្របីរលីទៀតប្រញាប់ឡើងចាប់អត់ជាវាំងកងទ័ពពុំបានការសំខាន់អ្នករាំងស្លាប់អ្នកប៉ះបោកស្លាប់សូមរាជការស្ដេចឈីយានៅណានចៅលើកតប100000នាក់សម្រាប់ចូលព្រំដែនវាចូលយ៉ាងរលូនរយៈពេលមិនក្រោម10ថ្ងៃទេនឹងមកដល់ក្រុងជីងហើយឈីយានៅណានចៅបញ្ហាធំហើយពិតជាបញ្ហាធំហើយមិនអាចទេណានចាំពីដើមខ្លាំងយ៉ាងនេះមិនបានជាមើលឃើញទឹកដៃតែយងជិះរបស់ជាងទៅពួកគេនិយាយអីហើយបានពួកគេជិះតឈីយានិយាយថាឈិងខ្វាន់ប្រនាងច្បងរបស់គេនៅក្រុងតាចុងជិះរបស់យើងត្រូវធ្វើបាបគេត្រូវវិកំទេតែយងជិះរបស់យើងនាំប្រនាងច្បងគេទៅវិញព្រះនាងឈិងខ្វាន់របស់ណានចៅអូស្រីរបស់អត្រិញណានចៅអ្នកលេខ1នៅក្រោមវិញមិនបានជាគេមកបង្ហាញខ្លួននៅតែយងជិះរបស់យើងចឹងទេមិនអាចទៅរួចទេមនុស្សឋានៈបែបនេះអ្នកណាគេហ៊ានមើលងាយនឹងច្បាស់ជាមានការយកច្រឡំប៉ុន្តែមានការយកច្រឡំមិនខានតែយងរបស់ខ្ញុំបោកជិះគ្នាក៏មិនគប់ឈីយិនក៏ໄວដែរបើជារឿងពិតមែននោះតែយងច្បាស់ជារឿងលេងខាតទេមកត្រាចាត់ការរឿងប្រទេសរឿងមួយនេះទោះបាត់ជាអ្នកចាត់ការហើយតែពួកគេចិត្តដល់រៀនណាមានស្បែកហ่าពួកគេនឹងមិនអាចបោកចូលក្រុងតែយងជិះមកចិត្តដាច់ខាតពួកគេយកស្បៀងស្ងួតសម្រាប់ដល់ថ្ងៃទេប៉ុន្តែពួកគេនៅជាមួយឈួនអញ្ចឹងមនុស្សនៅប្រមាណទៅមិនអាចជាប់ទេស្បៀងស្ងួតដល់10ថ្ងៃនេះគេមិនទៅផ្លូវរកខ្លួនឯងទេអ្នកណាគេទៅរករឿងទៅអ្នកណាគេគ្មានផ្លេចនេះអ្នកណាគេទៅរករឿងប្រនាងច្បងទៅហ่าមកតែឈីយិនបានដាក់បញ្ជាស្លាប់ហើយមិនអីទេទៅឈីយិនជាពេទ្យសង្គ្រាមតែគេមិនស្កប់ភូមិសាស្ត្រតែយងច្បាស់ទេធ្វើដំណើរផ្លូវផ្សេងឆ្ងាយគេច្បាស់ជាមិនងាយចូលដល់ទីក្រុងទេមិនខុសទេឡានចៅទោះខ្លាំងជាងតែយងរបស់យើងប៉ុន្តែមិនអាចព្រោះតែប្រនាងម្នាក់បានប៉តក្រុងតែយងរបស់យើងទេហើយណាមួយទោះឈីយិនជាពេទ្យសង្គ្រាមប៉ុន្តែបត្រាក៏អានដំណើរសង្គ្រាមរាល់ថ្ងៃដែរក៏មិនអន់ដែរពេលនេះយើងជាបត្រាសម្បត្តិរបស់យើងមិនអាចអន់ជាងឈីយិនទេបាត់សូមឲ្យព្រះអង្គប្រកាសអង្គមកជុំទៅព្រមទាំងអ្នកទាហានការពីព្រំដែនហើយយិនសៀនតារៀបចំកងបាញ់ខ្លួនទេតាមផ្លូវទៅកាប់ឆ្កាស្អាតមកជឿថាជាវិជានេះហើយច្បាស់ជាមិនអាចចូលដល់ក្រុងតែយងជាយើងបានទេមុខរបស់យើងពិតជាសង្ឃជាអធិរិទ្ធមែនជាយិនគេក្បត់តែជាព្រះសង្គ្រាមតែដារបស់យើងក៏មិនមែនមិនស្រួលនោះទេថៃជាយិនអ្វីដែលលោកគិតឃើញនោះជាយិនគេបានគិតបានយូរហើយនេះជាស្រីម្នាក់មិនហ៊ានលូកដៃក្នុងរឿងប្រទេសជាតិមកយ៉ាងទៀតយើងមកជាទៅដូចជាព្រះសូមឯកាមកនេះទូបានព្រៃនំសានៅជុំរំហយយាន10ម៉ោងមុនជាយានបានរួចបាយហើយតបផ្សេង100000នាក់ពេលនេះគេកំពុងតែវាសម្រាប់ចូលសម្រុំសៀនតាហើយមិនលឿនយ៉ាងនេះថាទៅឲ្យសៀនតាចាំកាប់ទៅសូមរាយការណ៍មន្ត្រីនំសានៅជុំរំសៀនតា4ម៉ោងមុនត្រូវបានជាយានវាបំបាយហើយពេលនេះគឺកំពុងតែសម្រាប់ចូលក្រុងជីងហើយគឺពេលនេះរត់ជាគ្មានអ្នកការពារទៀតនោះទេអសង្ហើយលើនេះគិតយ៉ាងម៉េចទៅសៀនតាបាយអស់ហើយក្រុងកណ្ដាលក៏គ្មានអ្នកការពារចិត្តដោះក្រុងជីងទៅហើយយើងទឹកឡាធ្វើបត្រាក៏ចិត្តខ្លាចជាអ្នកទៅហើយមែនទេមកតែជាយិននេះបជាលឿនរហ័សគ្រាន់បានលើឯតបខាងមកជាតំបន់កណ្ដាលដែលមានជាតិតិចទៀតលែងមានឧបសគ្គហើយពួកយើងចិត្តទៅដល់ក្រុងជីងហើយ
chị Duyênយកតាមពីតូចមកគឺជាអក្សរស្មារតីរបស់យើងមកទល់ពេលនេះតាំងតែគឺជាមេតំក៏ត្រូវគិតគូរដល់មកកលកាដែរមកកណ្ដាតែមិនទាន់គិតរឿងសំណាក់មកកលកាទៀតទូបង្គំមនុស្សក៏ចដាច់ខាងហើយក៏មិនអាចមានកូនដែរchị Duyênតែទៅលោកចេញពីសមាជិកអក្សរស្មារតីក្រៅពីតាំងរួញលោកក៏អាចមានគ្រួសារការងារបានហើយទូបង្គំមិនចង់នឹងកាត់ទេសូមប្រនេះមានចិត្តមេត្តាមកគឺបង្គំហោខាងក្រៅមួយនេះឲ្យទៅលោកហើយថ្ងៃក្រោយបើកែប្រែកំណត់ឬក៏ឃើញស្រីណាម្នាក់នោះអាចយកវាមកឲ្យយើងបានគ្រប់ពេលវេលាប្រនេះចង់យើងទៅណាតាក់យើងមានសបិនមួយបានតែយើងតែក្រុមជីងរបស់តាក់យើងលោកមកចាំបាច់ទៅតាមយើងអីទូបង្គំចង់ខកជាប្រស្គ្របរបស់ណានចៅអីទេឬមិនតបអីទេទូបង្គំគាត់ចង់នឹកបែបប្រនេះតែប៉ុណ្ណោះទេលោកមិនតបព្រោះយើងត្រូវការសម្រាប់មួយថ្ងៃនេះទេតែต้องអត់ស្ដាប់បញ្ជាចាំต้องអត់ត្រៀមខ្លួនប៉ុន្តែនិយាយថា10ថ្ងៃគឺ10ថ្ងៃមិនអាចខាតសូម្បី1នាទីទេចេញដំណើរជឿយើងបាននិយាយថា10ថ្ងៃគឺ10ថ្ងៃបើពលលោកឆាប់ចុះហត្ថលេខាលើសភៅលេងលះនេះតាំងពីយូរនោះក៏មិនអាចមានរឿងបែបនេះបានដែរសៀវនិយាយស្អីរបស់នាងទីនេះកំពុងមានគ្រោះថ្នាក់នាងកុំថារឿងទៅបានទេទីនេះមានរឿងស្អីរបស់នាងពេលនេះតែចង់ជិះរបស់យើងគ្មានកម្លាំងតបតសូម្បីតែបន្តិចរឿងសំខាន់ត្រូវរកព្រះនាងឈិងហួយឃើញហើយរាក់ដាក់ជាមួយព្រះនាងអ្នកដែលមើលងាយប៉ះពាល់ដល់ព្រះនាងនោះត្រូវតែសម្លាប់ចោលទាំងអស់ហើយផ្ដល់ការបោះស្រាយនោះឲ្យបានចោលតែចង់ជិះរបស់យើងនេះអាចរួចផុតមនុស្សគ្មានបានកម្មមួយក្រុមអាចតែអ្នកនាងរបស់យើងគឺជាម្នាក់ដែលអញកំពុងតាមរកព្រះនាងឈិងហួងនោះអ្នកនាងរបស់ពួកយើងគឺជាមនុស្សដែលពួកអញតាមរកនោះហើយអ្នកនាងរបស់ពួកយើងគឺជាម្នាក់ដែលពួកអញទាំងអស់គ្នាកំពុងតែតាមរកនោះហើយព្រះនាងឈិងហួងមកតែសេបម្លាចង្រៃនេះឈួតហើយព្រះនាងឈិងហួងនោះគឺជាមនុស្សមានឋានៈខ្ពង់ខ្ពស់មិននឹងអាចជាម្ចាស់របស់ឯងដែលជាស្រីពេទ្យចង្រៃនេះអាចព្រៀបផ្ទឹមបានទេសែឈិងសៀមើលបំរើនេះបានល្អទេកុំឲ្យចេញមកខ្មាស់គេទៀតឯងនឹងស្រីបំរើរបស់ឯងមិនទាន់ច្បាស់ពីកន្លែងខ្លួនឯងទៀតឬរបស់ណានចៅតងម្លែកសិនតមកជាមួយមហាក្សត្រយ៉ាងនេះតែកំភ្លេងប្រាប់បត្រានោះនៅមិនទាន់បានជំរាបក្តីផងព្រះអង្គចូលអង្គថារឿងពេលនេះមិនបានទេណានចៅឈីយានឲ្យយើងទទួលបានល្អជួបគ្នាមិនចាំបាច់តាមលំពេញនោះទេប៉ុន្តែរឿងស្នាមមួយនេះមិនឲ្យឃើញដល់ឈីយាននោះទេព្រោះវាជារឿងស្អស់សំណាច់មួយរបស់ក្រុមតាយ៉ងជីងវិញទៅនិយាយពិតជាត្រឹមត្រូវបត្រាបទណាទីនេះបញ្ជាឲ្យបនពេលនេះជីងសាតាមរកប្រណីច្បងហើយមើលថែប្រណីឲ្យបានល្អសម្រាប់ដែលប៉ះពាល់ប្រណីសម្រាប់ដាក់ពុយទៅប្រកាសមកស្អាយនេះឲ្យណានចៅតាទៅតែមានស្នាមបត់ទៀតត្រូវបង្រៀនមើលថែនេះឲ្យល្អកុំឲ្យនាងនៅពេលមុខណានចៅបំបាក់មុខដល់តាយ៉ងជីងរបស់យើងបាត់តែមើលឲ្យបង្រៀននេះឲ្យបានល្អបជាសម្ដេចគ្មានបានការច្រើនមីងប្រាប់បត្រាមើលទៅមិននឹងឆ្លេកបែបនេះបើសិនជាប្រហែលថ្ងៃក្រោយណានចៅចូលក្រុងនោះអញ្ចឹងរាជវង្សតាក់យ៉ងយើងច្បាស់ជាខ្លាចរឿងអស់សំណត់ជាងគេនៅក្រោមមេឃនេះហើយសែឈិងសៀនេះឆាប់មកវិញភ្លាមពិតជាផ្ដេសផ្ដាស់ពេកហើយបត្រាយើងឲ្យពេលបត្រា10ថ្ងៃមករៀននេះបានល្អបើមិនអញ្ចឹងទេយើងយកនេះទៅបោះចោលនៅមុខរបស់ណានចៅជាយានដើម្បីមកខាយពីអំណាចរបស់នគរយើងបត្រាមេដាកាន់តែពេលនេះបត់កាន់តែធ្វើឲ្យបានល្អបងប្អូនបត់ទាំងនោះកំពុងតែសម្លឹងមើលបត់ទាំងអស់ហើយបត់ពេលនេះតំណែងមិននឹងនោះมันអាចឲ្យរឿងដំណាក់ខាងក្រៅនាំរឿងដល់បត់បានទេលោកយាយឈិនខ្ញុំម្ចាស់នៅទីនេះមនុស្សពីរនាក់នេះយប់នេះបត់នាំទៅវិញពួកគេទទួលខុសត្រូវឬបំរើដេកសម្រាប់លោកយាយឈិនទីនបត់ត្រូវនាំទៅជាមួយដៃបងរៀនមានយៈនោះឲ្យបានល្អបើមិនស្ដាប់តាមនោះអាចចាត់ការសេបំរើនោះបានមើលពីចរិតពីសៀវឈិនសៀនោះឲ្យបានល្អផងទេមេម្ចាស់មហាក្សត្រយាមនេះយើងមិនជឿនោះទេថានាងស្នាមចុងនោះអាចក្លាប់មេឃបានមិនយល់ហើយមិនដែរនៅមានទៀនពួកបាត់គឺជាប្តីប្រពន្ធនឹងគ្នាមានរឿងអីរឿងលើក្រែមិនអាចដោះស្រាយបាននោះបាត់នៅលើក្រែលេងល្បិចដាក់នាងខ្លះទៅនាងមានអីមិនស្ដាប់បាត់ទៅមកយ៉ាងទៀតនាងជាស្រីត្រឹមសើមិនចេះក្បាច់គុណឬមកក៏អាចយកឈ្នះបាត់បានទៀតនោះបាត់យល់ថាចាសសិមិនឆ្លាញ់បាត់ទេនាងក៏តែចាំប៉ុណ្ណោះអញ្ចឹងជុំនេះបាត់ដល់ស្ពយនាងនោះផ្លាស់ប្ដូរកំណត់ទេអ្នកនាងខ្ជិះពេលវេលាលើមនុស្សអត់បានការរយៈពេល3ឆ្នាំខ្ញុំម្ចាស់ពិតជាគិតថាមិនស័ក្តិសមនឹងអ្នកនាងទេមីអញចាំសុបិនមួយដែលយើងបាននិយាយប្រាប់ឯងដែរទេអ្នកនាងខ្ញុំនិយាយថាមកតាយ៉ងនេះដោយសារតែមានសុបិនមួយលោកត្រូវបានបកស្រាយសុបិននោះឲ្យយើងមនុស្សនៅក្នុងសុបិនរបស់យើងនោះគឺជាថៃស៊ីយិនយើងបន្តសុបិននោះដដែលចូលគ្នារយប់នោះតែតែមានមនុស្សម្នាក់បង្ហាញខ្លួននៅក្នុងសុបិនយើងមកមិនច្បាស់ពីមុខរបស់គេទេតែមានកសាផ្នែកមួយគូមកកាន់យើងលោកគ្រូនៅធ្លាប់គូគំនូគេមួយផ្ទាំងចឹកឲ្យយើងលោកគ្រូសឹកដឹងថាបត្រាជីននៅក្នុងរូបគំនូស្តៀងគ្នា
ហើយនេះក៏អាចចាំមកតាចឹងខ្ញុំប្រហែលជារងផលប៉ះពាល់នៃសុបិនគិតថាភាពងងឹតខ្ញុំនឹងភ័យជាយានមានខ្សែចង់ជាប់គ្នានោះប៉ុន្តែស្នាមមិនដែរថាគេមិនមែនជាមនុស្សល្អនៅក្នុងសុបិននោះទេមនុស្សប្រុសសំតែស្លាំធ្វើឲ្យអ្នកនាងយើងពិបាកចិត្តមិនដាច់ថ្នាក់ពិបាកចិត្តទេគ្រាន់តែមនុស្សប្រុសម្នាក់ប៉ុណ្ណឹងនៅពេលដែលអារម្មណ៍ប្រែប្រួលនោះយើងនឹងដកខ្លួនបានរហ័សមិនបានសតតកាន់រលឹកចិត្តអាខានអ្នកនាងគឺជាមនុស្សដែលគិតបានជ្រៅជ្រះមែនព្រាបបត្រាយាមកដល់បើតានៅមិនទាន់ការចូលដំណាក់ខាងកើតទេក៏នៅប្រពន្ធចង់ពីអ្នកមកថែមទៀតនេះចាំប្រមាណអ្នកនាងយើងមិនទេនាងជាស្រីបម្រើមេយៈនោះវិញយើងគឺជាអ្នកកាន់ខាងសិលធម៌ដំណាក់ខាងក្រោយថ្ងៃនេះទទួលបញ្ជាពីមហាក្សត្រយានីមកបង្រៀនពីវិន័យពួកនាងវិន័យធ្វើជាស្រីស្នំនិងវិន័យធ្វើជាស្រីបម្រើម្នាក់នាងត្រូវតែស្ដាប់បញ្ជានិងស្ដាប់បង្គាប់តាមយើងស្នាមវងនាងនៅដំណាក់ខ្វះសិលធម៌ថ្ងៃនេះយើងជំនួសឲ្យព្រះមហាក្សត្រយានីនិងបង្កើតច្បាប់វិន័យខ្លះផ្ដល់ឲ្យនាងមិញយីដាក់វិន័យឲ្យពួកគេមើលទេនាងក៏សមមកបង្រៀនវិន័យដែរស្រីបម្រើឋានៈជាទីទាំងអស់ឃើញស្នាមបានពួកយើងហើយត្រូវលឹកជង្គង់គោរព3ដងអានក្បាល9ដងនាងធ្វើឲ្យនឹងស្រីចង្រៃនាងឯងហៅយើងថាមិនស្រីចង្រៃនាងប្រហើនោះគឺនាងនិយាយស្ដីបបាយបបោចគ្មានច្បាប់វិន័យសំបីបន្តិចពិតជាមិនល្អស្អីដូចតែយើងគិតមែនឯណាមនុស្សពុំមីដែងឆាប់បង្រៀនច្បាប់វិន័យនាងឲ្យបានល្អទៅចង់វាយយើងផងមិនប្រមាណខ្លួនល្អណាស់នៅក្នុងរាជវាំងនេះជាធម្មតាតែតែមានស្រីដែលមិនប្រហើនឆ្លើយច្រើនណាស់សិតតែត្រូវមនុស្សក្នុងផ្ទះឆ្នំឡើងខូចអស់ហើយប៉ុន្តែដល់ចុងក្រោយសិតតែត្រូវយើងមកក្រាបរៀបទាំងអស់បត្រាខ្ញុំម្ចាស់សូមការអនុញ្ញាតពីទ្រង់សូមឲ្យខ្ញុំម្ចាស់នេះណាជំនួសព្រះបត្រាប្រដៅមនុស្សរបស់ទ្រង់ផងចាស់ក៏ល្អដែរជួយយើងបដៅនេះបានអត់ទេអាយ៉ាព្រះមេម្ចាស់បត្រាពួកអដែងឆាប់ចូលទៅអ្នកការពាររបស់យើងទាំងនេះសុទ្ធតែជាជើងខ្លាំងនាងអញជាស្រីទុនខ្សោយម្នាក់ថ្ងៃនេះត្រៀមខ្លួនលុតជង្គង់នៅនឹងដីអោនក្បាលត្រៀមខ្លួនអង្វរយើងទៅចាំតែមើលទៅអ្នកនាងយើងធ្លាប់បាននិយាយហើយស្រីបម្រើរបស់យើងអ្នកណាក៏មិនអាចប៉ះពាល់បានដែរមិញយីអញមិនបាននិយាយបានសមត្ថភាពរបស់អញទេទទួលបានសែលឈិងស៊ីស្រីបម្រើរបស់នាងនេះគឺបាច់ចេះក្បាច់គុណទៅវិញដល់មកស្អីម្នាក់នេះបាច់ចេះក្បាច់គុណមានការភ្ញាក់ផ្អើលអីបើសិនជាមានមិនមានក្បាច់គុណការពារខ្លួនសំបីបន្តិចនឹងការពារយើងដល់សង្គ្រោះពិភពលោកបានចាំមិនអីហើយបានយើងមកដឹងគ្រឿងដែរត្រង់មកដឹងនោះគឺមានច្រើនជាងនេះទៀតព្រះបត្រានាងស្រីបម្រើម្នាក់នេះល្មើសនៅថ្នាក់លើនាងចង់បះបោហើយស្នាមវ៉ាមកខ្វល់ខ្វាយទៀតគេក៏មានចិត្តបះបោដែរមិញយីតែបែកបាត់អីតើទៅបញ្ជានាងឯងហ៊ានវាយយើងមកតាមបញ្ជានាងឯងប្រឆាំងនឹងបញ្ជាអីនាងឯងមានទោសតាមតែងាប់ទេទោសតាមងាប់ទេមិនមានសមត្ថភាពនឹងក៏ចាត់ការយើងទៅនេះទេអ្នកណាខ្លាចងាប់នឹងអ្នកនោះគឺជាចាំងព្រះបត្រាត្រូវតែរកយុត្តិធម៌ឲ្យខ្ញុំម្ចាស់ដែលជាទេសកលម្នាក់នេះផងអ្នកដឹងថាខ្លួនឯងគឺជាទេសកលដែរតែពេលក្អេងក្អាងមិននេះយើងស្មានថាជាម្ចាស់របស់ព្រះបត្រាផងមាននិយាយបិទមកទៀតហើយយ៉ាបត្រាខ្ញុំម្ចាស់តាំងពីដើមមកមិនដែលមានចិត្តចង់លើព្រំដែនអីទេធ្វើយើងនេះខ្មាស់ទេឆាប់ចេញទៅទៀតទេម៉ែម្ចាស់មាននិយាយនេះក៏ទៅដែរមិននិយាយអញក៏ចេញដែរទៅសិនទេទទួលបញ្ជាឈីស៊ីថ្ងៃនេះនៅក្នុងដំណាក់របស់នឹងថាលើខ្ញុំលើកលែងនេះសិនចុះតែមានរឿងមួយដែលយើងចង់ដឹងថាតើនាងឆ្លងស្រឡាញ់យើងទេណាពេលនេះហើយមកសួរសំណួរបែបនេះមិនគិតថាវាគួរឲ្យអស់សំណើចទេយើងសួរនាងម្ដងទៀតនាងឆ្លងស្រឡាញ់យើងទេមិនមែនទេបើសិនជាគ្មានទេហើយឯងកាច់ជាមួយយើងក៏ប្រកាសបញ្ជាដែលលោកលុតជង្គង់សុំមកពីព្រះអង្គភ័យជាយានលោកផ្លេចហើយថាលោកលុតជង្គង់មួយយកមួយថ្ងៃនោះសុំបញ្ជាពីព្រះអង្គមិនមែនគិតថាយើងចង់រៀបការជាមួយលោកទេមែនទេចឹងហើយពីដើមមកនឹងមិនស្រឡាញ់យើងទេពេលនេះនិយាយរឿងស្រឡាញ់ឬអត់នោះគឺពិតជាពុតបត់គ្មានន័យខ្លាំងណាស់លោកមិនណាក៏និយាយថាស្រឡាញ់យើងប៉ុន្តែក៏មិនរំខានលោកទម្លាក់ប្រពន្ធអំធ្វើជាប្រពន្ធចឹងហើយក៏មិនរំខានលោកទៅរៀបការជាមួយនឹងស្នំផ្សេងឯទៀតដែរនេះគួរដឹងហើយកតាបកិច្ចរបស់មនុស្សស្រីជួយត្រូវស្ដាប់តាមដែរកុំត្រូវប្តីបង្រៀនកុំប៉ុន្តែនេះមិនគ្រប់តាមទេភ័យជាយានលោកមានអីក៏និយាយតាមត្រង់មើលមិនចាំបាននិយាយបាត់បែកអត់បានកាត់អីពេលដែរមិនស្រឡាញ់សម្ដីអីក៏គ្មានប្រយោជន៍ដែរបើអញ្ចឹងយើងនឹងមិនអញ្ចឹងក៏ទទួលខុសត្រូវក្នុងនាមជាប្តីម្នាក់ចុះ
ព្រះបុត្រាមហាក្សត្រយានីឲ្យខ្ញុំម្ចាស់យករបាសនេះមកប្រគល់ឲ្យទ្រង់ខ្ញុំម្ចាស់ជាវិជាចាប់ចងមួយនៅក្នុងរាជវាំងនេះអាចជួយដល់ទ្រង់បង្រៀនមនុស្សស្រីទាំងនេះឲ្យស្ដាប់បង្គាប់បានមនុស្សស្រីបែបនេះឲ្យតែនៅលើក្រែហើយនោះឲ្យតែបង្រៀននាងឲ្យស្ដាប់បង្គាប់ទោះបីជាចរិតកាចសាហាវប៉ុណ្ណាក៏ដោយក៏វាប្រមឈប់តាមទ្រង់ដែរណាចាឈីស៊ីយើងមិនដឹងថាស្រីនិយាយចិត្តបាច់គុំតែពេលនេះតើយើងនឹងចេញមកទៅហើយនាងទូស្រីប៉ុណ្ណាក៏ដោយនាងពេលនេះគ្រាន់តែជាស្រីម្នាក់ដែលទុនខ្សែម្នាក់ប៉ុណ្ណោះទេថៃជាយិនទំវររបស់លោកនេះគឺធ្វើឲ្យមនុស្សខ្វងរអើមនេះពើម៉ែនាងថាយើងគួរខ្ពើម៉ែក្នុងដំណាក់3ឆ្នាំមកនេះយើងមិនល្អជាមួយនាងមែនទេនៅក្បែរខ្លួនអ្នកមានអំណាចណាស់ដែលគ្មានប្រពន្ធច្រើននោះ3ឆ្នាំមកនេះយើងនៅក្បែរនាងគ្មានអ្នកណាម្នាក់សូម្បីតែបន្តិចនាងមិនពេញចិត្តទៀតទេថ្ងៃនេះក្នុងដំណាក់ចំពោះមុខអ្នកគ្រប់គ្នាឲ្យនាងចុះចាញ់ម្ដងនេះក៏ចិត្តបាច់គុនដែរនេះក៏ចិត្តបាច់គុនដែរតាមពិតថ្ងៃនេះលោកតាជាខ្លួនឯងប្រកាសនេះយើងសប្បាយចិត្តណាស់ដែលបានជួយលោកយកដំណើរព្រះបុត្រាមួយនេះហើយក៏សប្បាយចិត្តដែរដែលបានរកស្នាបុត្រាឲ្យលោកបានមកដូច្នេះយើងត្រូវភាពទន់ភ្លន់សភាពបរិខ្លាំងខ្លារបស់លោកធ្លាក់ក្នុងតែមិនខានមិនថាយកបណ្ណាទីតែមកច្បាស់ពីមុខមាត់របស់លោកស៊ីស៊ីយើងធ្វើរឿងដែលគ្រប់គួរតែធ្វើប៉ុណ្ណោះទេបើលោកចង់បង្ហាញពីអ្វីដែលគ្រប់គួរធ្វើនោះអញ្ចឹងខ្ញុំជួយបំពេញបំណងលោកចឹងមកកនាងហ៊ានទ្រង់គឺជាបុត្រាមួយខ្សែនេះសម្រាប់តែចង់មនុស្សស្រីទេមិនបាច់ជានាងហ៊ានចង់បុត្រាទៅគឺបជានេះនិយាយច្រើនមែនឈីស៊ីឡើយយើងតែយើងមិនខុសសិនជាយើងមិនចេះក្បាច់គុណតែខ្ញុំនឹងត្រូវលោកបង្ខំនៅលើក្រែនេះមើងងាយមើលថោកអីបើសិនជាមនុស្សប្រុសបានត្រឹមតែ5ស្ជោបាយនេះដើម្បីមើងងាយមនុស្សស្រីអញ្ចឹងសូម្បីតែសិលធម៌ក្នុងការធ្វើជាមនុស្សប្រុសនោះក៏មិនមានដែរលោកមិនសមធ្វើជាមនុស្សប្រុសទេបានត្រឹមតែធ្វើជាកណ្ដុរមិនអាចឃើញពលឺថ្ងៃលាក់ខ្លួនក្នុងទីងងឹតប៉ុណ្ណឹងស្រីឈីស៊ីនេះចេះក្បាច់គុណស្រីមីងនិយាយនេះក៏ចេះក្បាច់គុណដែរមិនណាកថាទុកចិត្តយើងតែនេះអត់ជាមួយយើងគ្រប់យ៉ាងកាន់ផ្លិនមនោសញ្ចេតនាអាចធ្វើឲ្យមនុស្សបាត់បង់ការការពារខ្លួនខ្លាំងបំផុតកាន់តែពេលនេះកាន់តែគប់បន្សាទមស្ជប់បាយគ្រប់គ្រាន់ក្នុងការពារខ្លួនឯងបើមិនដូច្នេះនឹងធ្វើឲ្យខ្លួនឯងធ្លាក់ចូលទៅក្នុងជ្រោះជ្រៅទៅហើយឯងដូច្នេះកន្លងមកនេះការពារខ្លួនពីយើងរហូតលោកមកអីមនុស្សប្រាប់ពលលោកនេះគឺមិននិយាយហេតុផលគឺបែបនេះឯងអ្នកបានក្បត់សន្យានោះគឺជាលោកហើយមកគុណនោះក៏ជាលោកអ្នកដែលទទួលផលប្រយោជន៍ក៏នៅតែជាលោកប៉ុន្តែលទ្ធផលនោះលោកបែរជាបន្តអ្នកដទៃចោះចិត្តយកទៅមកទម្លាក់កំហុសឲ្យអ្នកដទៃដើម្បីកាត់បន្ថយទៅកំហុសខ្លួនឯងយើងនេះគឺមិនអាចគិតបែបហ្នឹងទេចឹងបជាការពារខ្លួនពីលោកមិនហើយយ៉ាងម៉េចលោកក៏បានពាក្យសន្យាមិនមែនជាការប៉ັດទេមនុស្សដូចជាលោកមិនគួរការពារខ្លួនទេបើសិនជាយើងមិនការពារខ្លួនចាំឲ្យលោកមករំលងហើយលោកខំយើងនៅដំណាក់ខាងក្រោយគ្មានកម្លាំងតបដៃជាមួយលោកធ្វើបាបរហូតដល់ស្លាប់នោះទៅសំមុខមែនទេថៃជាយិនលោកគឺបជាគួរឲ្យសំណើខ្លាំងនេះនេះក៏ព្រឹកអសោះនេះគឺជាប្រពន្ធរបស់យើងយើងបានសរសេរលិខិតលេងយករួចហើយយើងមិនយកព្រមទេមិនត្រូវការឲ្យយល់ព្រមទេចាំដល់ពេលថ្ងៃប្រជុំតំណែងតំណងពួកយើងនឹងត្រូវកាត់ផ្ដាច់ស្រឡះតែម្ដងមិនអាចจะដាច់ខាតស្រីឈឹងសៀនាងរត់ជាមនុស្សរបស់យើងនាងស្លាប់ក៏ជាមនុស្សរបស់យើងដែរបើណាយើងនៅមានជីវិតនាងមិនអាចរត់គេយើងដាច់ខាតអញនិយាយយកជាការមិនបានទេកុំថាអញត្រឹមជាព្រះបត្រានោះទោះបីជាអញឡើងសោយរាជស្ដេចឬមួយនេះក៏អញនិយាយមិនអាចយកជាការបានដែរនេះជាណាទេនេះនិយាយបបប្រាស់យើងបាននេះគិតថានេះជាមនុស្សអត់ចាំមែនទេឬមួយក៏បែបនេះទេបែបធម្មតាម្នាក់មិនអញមកតែយ៉ងទេមនុស្សស្រីខ្ពស់ខ្ពស់សុទ្ធតែរៀនពិនអប់គំនូសៀវភៅរៀនវិជ្ជាគ្រប់សាស្ត្រឬមួយនេះគិតថាខ្ញុំជាប្រណីច្បងឈៀងហួរនោះទេតែពេលមិនយល់ទេអញនឹងដឹងខ្លួនឯងមិនខានឆាប់លេងយើងមិនឲ្យគេឃើញយើងបែបនេះទេឆាប់លេងយើងនេះទេនៅមានមកបាត់អ្វីទៀតវ៉ាវតាមបទបត្រាចូលចិត្តបែបនេះខ្ញុំមិនដឹងសិនថាបត្រាចូលចិត្តបែបនេះសោះនឹងវ៉ាវមិនគួរជាសិនថាបត្រាចូលចិត្តបែបនេះឯណាមនុស្សសើមកឲ្យយើងគប់តកោសៀនក្នុងតាយ៉ងទាំងអស់កូនស្រីណា3ឆ្នាំតត្រឡប់មកវិញចាំឲ្យយើងទាំងអស់គ្រាប់ទូលបុត្រនៅក្រៅនេះសិតតែជាដីរបស់ស្ដេចនៅគ្រប់ទីកន្លែងទាំងអស់សិតតែជាដីរបស់ស្ដេចនាងម្នាក់ឯងមិនខ្លាចសត្វទេប៉ុន្តែដល់ពេលប្រាជ្ញជាមួយគ្រួសាររបស់នាងយើងជឿថានាងមិនខ្លាចនោះទេតើស្នំបងដូចជានាំស្រីបំរើជាពីដំណើរហើយគ្មានច្បាប់គ្មានវិន័យអានេះទៅទេការសំខាន់របស់យើងទៅរកប៉ានីងឈិងហងឲ្យឃើញមុនថ្ងៃប្រជុំមកដល់ហើយយកបានចិត្តរបស់ប៉ានីងឈិងហងមកកាន់យើងហើយណាយើងមិនខ្លាចនាងមិនត្រឡប់មកវិញទេតើនាងសម្រាប់ស្នាក់នៅកន្លែងទូបង្គំប្រហែលថ្ងៃហើយ3ថ្ងៃក្រោយនឹងមានការប្រជុំរបស់តាយ៉ងហើយមេតបជាយានក៏បានឆ្លងទន្លេហោះហើយដែរ3ថ្ងៃក្រោយនឹងប្លង់តាមការកំណត់
ទូបង្គំប្រតែឃើញថាបាយជាយើងកំពុងតែប្រមូលស្បៀងប្រមូលទ័ពទូបង្គំគិតថាពេលនេះគេកំពុងតែរៀបចំគប់ដើម្បីរៀបចំការពាររាជធានីហើយដាក់បញ្ជាតែគ្រួសារហ្វាន់នៅហ្វូទូគ្រួសារឈិននៅឯរងចេញគ្រួសារសៀនៅឯយ៉ងចេញគ្រួសារសៀនៅឯហានសានការកាត់ផ្ដាច់ការផ្ដោតស្បៀងតែក្រុងជីងទាំងអង្គទទួលបញ្ជាខាងមនុស្សនៅក្រុងជីងផ្សព្វផ្សាយដំណឹងទីនិយាយថាបតានឹងប្រមូលស្បៀងដល់ផ្ទាល់ដើម្បីចំនួនដល់កងទ័ពព្រះនាងហេតុអ្វីបានជាដំបងផ្សាយគេឈ្មោះបុត្រាចេញសិនឲ្យកងទ័ពមានការទុកចិត្តមានការពេញចិត្តទាំងរងចាំនិងអរគុណដល់ព្រះបុត្រាដល់ពេលរកស្បៀងមិនបានដល់កងទ័ពនោះកងទ័ពនឹងខឹងខប់អំណោះបាត់បង់ទំនុកចិត្តពីកងទ័ពពេលនេះយុទ្ធសាស្ត្រខ្លាំងពុកកែពិភពលោកព្រឹកដូចជាក្តារអុកអញ្ចឹងជួបបុគ្គលនេះគេចាញ់ហើយតែវិញណាស្បៀងកងទ័ពកំពុងតែរៀបចំបងបានពិភាក្សាជាមួយនឹងឈ្មោះធំចំនួន4ហើយព្រះអង្គមានរឿងហើយព្រះអង្គមានរឿងហើយព្រះអង្គស្បៀងកងទ័ពមានការប្រែប្រួលហើយព្រះអង្គទើបតែទទួលបានដំណឹងគ្រួសារហ្វាន់នៅហ្វូទូគ្រួសារឈិននៅរងជើគ្រួសារសៀវនៅចុងជើគ្រួសារយើងនៅហានសានពួកគេបានបញ្ឈប់ការផ្ដល់ស្បៀងមកដល់ពួកយើងហើយថាម៉េចក្រុមចំនួនស្បៀងទាំង4បញ្ឈប់ហើយហ៎ស្បៀងបានអូពេតអស់3ខែតើកំពុងតែរងចាំឲ្យយើងធ្វើចំនួនដោយរបៀបណាពេលនេះជំរំតបពោពេញតែសម្លេងមិនពេញចិត្តសុទ្ធតែនិយាយថាព្រះបុត្រាមិនប្រកាន់តាមពាក្យសន្យាទេគ្រួសារធំទាំង4និយាយបាត់ដៃក្នុងដៃក្បាលរបស់ពួកគេលើទៅកាហើយមែនទេយើងត្រូវតែសម្រាប់ពួកវា9ពូជព្រះបិតាកុំខ្ញាល់អីពេលនេះរឿងដែលសំខាន់តទល់ជាមួយនឹងកងទ័ពធំរបស់នគរចៅក្រុមទាហាននៅក្រុងជីងគឺគ្មានអាហារទេទឹកក៏គ្មានដែរហើយក៏គ្មានចិត្តប្រយុទ្ធមានតែបង្ហាញភាពទន់ខ្សោយទៅកាន់សត្រូវប្រនេះឈិញហររកឃើញហើយរនៅបត់មិនតាន់រកឃើញទេគ្មានមកសូមរាយការណ៍កងទ័ពជាយិនបានបោះជំរំនៅខាងក្រៅក្រុងចម្ងាយ20លីហើយថាម៉េចអើលឿនពួកគេត្រូវការសំណើអ្វីមួយដើម្បីបំពេញតាមសំណើពួកគេទាំងអស់ហើយយើងមិនតាន់រកឃើញប្រនេះឈិញហរនៅឡើយទេសូមឲ្យពួកគេទុកឲ្យយើងប្រមាណថ្ងៃទៀតហើយតែឃើញអ្នកដែលប្រមាថមើងងាយព្រះនាងត្រូវតែសម្លាប់ចិញ្ច្រាំឲ្យខ្ទេចសាកសពសម្លាប់ទាំង9ពូជប្រងពួកគេមិនបាញ់ព្រួយផ្ញើសភៅមកថាមហាក្សត្រយាននេះណានចាសុខភាពមិនល្អទេឬក៏ស្នំរបស់អាណាចក្រយើងគ្រូពេទ្យស្រីតកូលសៀវនោះក៏ប្រកាសខាងព្យាបាលគឺបានចេញមកព្យាបាលពួកគេមិនមែនដើម្បីរឿងព្រះនាងច្បងទេប្រហែលជាផ្ញើច្រឡំចម្ងាយរាប់ម៉ឺនយោជន៍ពេលបានមិនច្រឡំណាស់ហើយម្យ៉ាងទៀតព្រះនាងណានចៅមិននឹងអាចនៅទីក្រុងជីងរបស់ខ្ញុំទៅសម្ដីមានហេតុផលប៉ុន្តែពួកគេចេញតប 100000 នាក់ឬមួយក៏ដើម្បីអញ្ជើញតែគ្រូពេទ្យស្រីម្នាក់ពួកគេមកគឺដើម្បីឈិញសៀក៏ព្រោះតែវិជាពេទ្យរបស់នាងប្រងបត់គិតថារឿងនេះអាចទៅរួចឲ្យតែអាណាចក្ររបស់យើងប្រកុលតកុលសៀងច្បាស់ជាអាចកិច្ចផុតពីសង្គ្រាមណានចៅចេញតប 100000 នាក់មានចិត្តរកគ្រូពេទ្យមហាក្សត្រយាននេះពោពេញទៅដោយចិត្តស្មោះព្រះបតាត្រូវតែគិតពីរឿងសំខាន់ជាមុនតែគឺយ៉ាងណាក៏ជាស្នំរបស់យើងដែរព្រះបត្រាព្រះអម្ចាស់អូននិយាយក៏មិនខុសដែរបូជាមនុស្សស្រីម្នាក់បដូរនៅសន្តិភាពគឺចំណេញឲ្យក្រាបទូលបត្រាត្រូវគិតរឿងសំខាន់មុនហើយម្យ៉ាងទៀតព្រះនាងក៏មិនមែនជាស្នំរបស់ព្រះបត្រាដែរស្ដាប់តាមព្រះអង្គជាអ្នកសម្ដែងទាំងអស់ចុះអញ្ចឹងធ្វើតាមនឹងទៅប្រកាសហៅស្នំវាងចូលអង្គប្រជុំព្រះអង្គត្រូវមានការអ្វីដែរស្នំវាងមិនមែនដោយសារតែរឿងស្នំចុងនៅគុំខឹងនៃយើងទៀតទេដឹងអីគុំខឹងអីព្រះអង្គនិយាយសម្ដីបាត់នេះចេញមកដូចជាអយុត្តិធម៌ពេកហើយអ្នកដែលនិយាយឲ្យក្បត់ពាក្យសន្យានោះមិនមែនជាខ្ញុំម្ចាស់ទេអ្នកដែលនិយាយបាត់នៅក្នុងដៃនោះក៏មិនជាខ្ញុំដែរអ្នកដែលភ្លេចគុណនោះក៏មិនជាខ្ញុំពេលនេះត្រង់មកបន្ទោខ្ញុំនោះធ្វើដូចជាខ្លួនឯងជាអ្នកថ្លៃថ្នូរចឹងឯងអ្នកដែលនិយាយបាត់នៅក្នុងដៃនោះក៏មិនជាខ្ញុំដែរអ្នកដែលភ្លេចគុណនោះក៏មិនជាខ្ញុំពេលនេះត្រង់មកបន្ទោខ្ញុំនោះធ្វើដូចជាខ្លួនឯងជាអ្នកថ្លៃថ្នូរចឹងឯងរហូតនេះនាងកំពុងតែបន្ទោយើងហើយតើមិនដែរទេស្នំវាងពិតជាត្រូវថាថ្នមនឹងខូចហើយនាងឆ្នាំនោះពិតជាអរគុណជួយជីវិតព្រះបត្រាមែនតែនាងកើតមកសមាជិកតូចទៀតធ្វើជាស្នំចាត់ទុកថាឡើងខ្ពស់ណាស់ទៅហើយនាងគួរតែអរគុណមិនក៏កើតមានចិត្តស្អប់ទៅវិញឈិញសៀមហាក្សត្រយាននេះរបស់ណានចាឈឺធ្ងន់ណាស់ចង់ឲ្យឈ្មោះបងនេះទៅឲ្យព្យាបាលនេះជាកិត្តិយសរបស់នាងបើសិនជានាងយល់ព្រមយើងនឹងផ្ដាច់មង្គលការនេះភ្លាមចាប់ថ្ងៃនេះទៅយើងនឹងរៀបការជាមួយនាងតាមអ្នកគុតមិនមែនស្នំចង់ទេក៏មិនមែនស្នំដើមដែរនេះបុត្រាកំពុងនិយាយព្រាបប្រាស្អីរឿងរបស់នឹងអ៊ីនសៀវយ៉ាវគឺយើងជាអ្នកប្រកុលដោយផ្ទាល់មិននឹងអាចយកមកធ្វើជារបាយកូនក្មេងបញ្ជារបស់យើងមិនមែនឲ្យនាងបដិសេធតាមតែចិត្តនោះទេហើយត្រឡប់ទៅវិញរៀបចំខ្លួនចេញទៅណានចៅឥឡូវនេះជាបទបញ្ជានិយាយចាប់ហើយនេះនេះនាងខ្ញុំមិនស្រួលខ្លួនចឹងក្រែងយកមិនបានទេសុំលោកហៅទៅអ្នកផ្សេងទេនាងហ៊ានប្រឆាំងនឹងរាជបញ្ជាផងឯនាងនិយាយថាម៉េចនាងហៅយើងថាម៉េចលោកឯងដាក់ត្រជាស្ដាប់ឲ្យបានច្បាស់ទេយើងបាននិយាយថាយើងទៅមិនកាត់អ៊ីងស្នំបងនាងបើហិនខ្លាំងណាស់ដូច្នេះហើយយើងត្រូវតែសម្លាប់នាងចូលព្រះអង្គមិនបានចែកខាត់ណានចៅឈីយិនគឺបាននិយាយហើយគេនឹងទទួលគ្រូពេទ្យសៀវដោយផ្ទាល់បើមានបញ្ហាអ្វីចូលក្រុងភ្លាមឈីយិនចូលមកទទួលដោយផ្ទាល់បើឈីយិនគេមកទទួលដោយផ្ទាល់អញ្ចឹងស្នំអាចវ៉ាងនៅក្នុងដំណាក់នេះសិនទៅបានដែរទេណានចៅយើងកុំតែទៅទី
ប៉ុន្តែមិនមែនត្រឹមស្ជប់បែបនេះអាកប្បកិរិយាពួកលោកបែបនេះខ្ញុំមិនព្រមតែដាច់ខានអ្នកណាក៏មិនអាចបង្ខំយើងបានដែរនាងយើងនឹងសម្រាប់នាងចូលប្រាប់បិតាពេលនេះមិនអាចប៉ះពាល់នាងចដាច់ខានជាងសៀនាងចាត់ទុកថាលើនេះជួយតាយ៉ងម្ដងល្អទេក្រុមជិះរបស់តាយ៉ងជីវិតរបស់ប្រជារាស្ត្រតាយ៉ងហើយយើងរាប់ម៉ឺននាក់សិតតែនៅក្នុងការសម្រេចចិត្តរបស់នាងហើយនាងអាចចាត់មើលពួកគេត្រូវសម្រាប់ហើយនាងមិនមែនមនុស្សបង្ងើយកតាយទេជាទាហានការពារប្រទេសពួកគេក៏ជាមនុស្សមានសាច់ឈាមពួកគេមានប្រពន្ធកូនមានម្ដាយចាស់មានអ្វីដែរមិនអាចចាត់ទេអ្នកគឺជានគររបស់យើងនេះពួកគេគឺជាប្រជាជនយើងដែរទេតែពេលពួកគេមិនបានគឺពួកលោកគ្មានបានការតាក់ទងអីជាមួយនឹងយើងនោះតែពេលពួកគេមិនបានគឺពួកលោកគ្មានបានការតាក់ទងអីជាមួយនឹងយើងនោះនាងជាងសៀពេលនេះមិនបាច់ខាងនិយាយពាក្យខឹងតានេះទេឲ្យតែនាងយល់ព្រមយើងមិនតែទៀតនឹងប្រែមង្គលការមិនតែទៀតនឹងផ្ដាច់មង្គលការមិនហើយថ្ងៃនេះយើងនឹងតប្រែមង្គលការចាប់ពីថ្ងៃនេះទៅមួយជីវិតនេះជាតិក្រោយទៀតយើងនឹងមានតែនាងតែម្នាក់កូនមិនជាលោកមិនខ្វះគេយ៉ាងនេះអ្នកអកេជាតិនេះជាតិក្រោយទៀតនោះអ្នកអកេចង់មកជាមួយលោកអ្នកអកេឲ្យមកលោកធំយ៉ាងនេះអ្នកក៏តែចង់ប៉ុណ្ណានេះបើជាគ្មានមនុស្សប្រុសម្នាក់នៅពេលមានបញ្ហានោះមិនត្រឹមតែពាក្យលីមនុស្សស្រីមិនចេះខ្មាស់គេគួយសាច់មែនគួយចង់សាច់មែនថៃជាយិនចាំទឹមយ៉ាងអាការរយៈពេលចុងក្រោយលោក10ថ្ងៃនៅពេលនេះវាដល់ពេលវេលាហើយបាបោនាងថាបាបោគឺនាងពិតជាបាបោហើយមែនទេធ្វើកិច្ចការដើម្បីប្រទេសជាតិគឺទំនួលខុសត្រូវរបស់នាងមិនក៏នាងធ្វើបែបនេះតើនាងចង់បានអ្វីអបកតព្រះបិតានាងចង់បានសភើលេងលះមួយច្បាប់លោកកំតែយកព្រមអីគ្រាន់តែត្រូវការរយៈពេល10ថ្ងៃប៉ុណ្ណឹងបើបាត់ចង់ហត្ថលេខាហើយនាងអាចយកព្រមទេលេប្រាមនុស្សប្រុសប្រពន្ធ3 4គឺជារឿងធម្មតាទេបើព្រះបត្រាត្រូវតែពង្រឹងដំណាក់ខាងក្រោយនាងគ្រាន់តែជាស្រីដែលគ្មានគុណសម្បត្តិសូម្បីតែបន្តិចមួយថ្ងៃដឹងតែចេះប្រច័ណ្ឌរករឿងពិតជាស្រីមិនកើតមិនហើយអាងលើវិជាព្យាបាលតិចទៅក៏ហ៊ានមានសំណើហួសហេតុបែបនេះស្រីបែបនេះគ្មានគុណធម៌ទេបៃតាខំមកពីបត់កាលមុនយើងនិយាយថាម៉េចហើយមិនគួររៀបការនឹងនាងទេពេលនេះល្អហើយលោកលុនមិនឆ្អែតនាងបែរជាហ៊ានឆ្លៀតឱកាសហើយណានចៅសម្បព្យាបាលហ៊ានស្នើសុំសំណើធំយ៉ាងនេះអំពើល្អរបស់រាជវង្សយើងចំពោះនាងសិតតែត្រូវឆ្កែភ័មអស់ហើយមែនទេព្រះអង្គមានរឿងហើយមានសង្គ្រាមនៅណានចៅជាយិនបានបោះជំរំនៅក្រៅជញ្ជាំងក្រុងហើយគេនាំទ័ព 3000 នាក់មកវាបែកទ្វារយងអានសម្ដៅមកក្នុងរាជវាំងហើយលើព្រះបត្រានៅថ្មឹកដណ្ដាទៀតមិនកុំឆាប់ទទួលលោកមេទ័ពជាយិនភ្លាមទៅចាំទុកណាហាមមិនឲ្យមានចំនួនជាដាច់ខាតណាឆាប់តែត្រៀមកម្លាំងភ្លាមទៅបត់ទទួលរាជបញ្ជាជប់សិនក្រោយទទួលមេទ័ពហើយឆាប់ទៅរកគ្រួសារអ៊ីនផ្ដាច់មង្គលការត្រូវតែនាំស្នំព្រះបត្រាត្រឡប់មកវិញសំណើរបស់គេយើងយល់ព្រមទាំងអស់ហើយសំសួរលោកមេតបមានឈ្មោះអ្វីជាយិនសង្គ្រាមបានចៅជាយិនបែរជាក្មេងយ៉ាងនេះសូមគ្រប់គ្នាដោះអាតបចេញចុះលើសេះហើយទម្លាក់អាវុធចោលទាំងអស់ទៅឯងមានសិទ្ធិដែរតែឯងសំដែរទេសូមលោកមេតបមកតាមខ្ញុំបៃតាកំពុងតែរងចាំជាពួកឯង4នាក់ចូលដំណាក់ជាមួយយើងអ្នកណាសល់ចាំនៅទីនេះហើយទទួលបញ្ជាជាយិនបែរជាក្មេងយ៉ាងនេះហ៎សិនយ៉ាងឆាន់មេគ្រូសាសិនតាមពិតលោកក៏ជាមេតបនគរណានចៅដែរខ្ញុំមិនមែនជាតបស្អីទេខ្ញុំគ្រាន់តែជាអ្នកចំនួនសាមញ្ញម្នាក់តែប៉ុណ្ណោះលើថាមហាក្សត្រយ៉ាងនេះរបស់ប្រទេសលោកមេតបឈឺធ្ងន់យើងបានឲ្យមនុស្សទៅហៅតកូលសៀវមកហើយរឿងតូចបែបនេះនិយាយបន្តិចបានដែរទេចាំបាច់អីព្យុះយាត្រាធំយ៉ាងនេះហ៎កុំនិយាយអបិយាច្រើនពេកយើងមកទីនេះគឺដើម្បីធ្វើរឿងតែមួយគត់នេះជាស្អីទៅហ៎នេះជាម៉ាស៊ីនកំណត់ពេលវេលាមកពីប៉ោស៊ឺក្នុងរយៈពេល1 ម៉ោងនឹងហួសយើងសង្ឃឹមថាមុនពេលដែលហួសពេលយើងត្រូវតែបានជួបគ្រូពេទ្យសៀវយើងត្រូវតែជួបនាងទៅបានឯងបាច់ហ៊ានកេងកាំងយ៉ាងនេះហ៎ចាប់ដើមអលឿនឆាប់តែអញ្ជើញស្រាំវាងមកត្រូវតែអញ្ជើញនាងមកឲ្យបត់យ៉ាងមិនអីម្នាក់ឲ្យខ្ញុំសុំបោចុះឲ្យខ្ញុំមានរំលងខ្ញុំដាក់ដងរួចឯងទៅវិញតែភ័យជាយិនអីការទៀមទារបស់ជើងមិនកែប្រែឡើយការទៀមទារបស់អ្នកនេះគឺយ៉ាងលិខិតលេខនេះយកសរសេរមួយច្បាប់ឲ្យរាជទាយានអមហាក្សត្រយានីបោះត្រាព្រះអង្គក៏បោះត្រាដែរហើយឲ្យព្រះមហាក្សត្រយានីជាអ្នកយកមកដោយផ្ទាល់នោះក៏ជាការវកអីថាមិន
នេះគឺចាំជីវិតរបស់ខ្ញុំច្បាស់ តែមិនហ៊ានបន្តឯងទេការឆ្នាំនោះយើងមកទីនេះការស្របច្បាស់នៅក្នុងពេលនេះយើងក៏ត្រូវទៅវិញនៅមានពេញមុខពេញមាត់ដែរឆាប់ទេ ប្រហែលណាស់ពីបាច់ឯងរៀនជីបសរសេរលេខលេខយ៉ាងវាទៅវិញហើយយើងនេះជីបបកក្រៅវាហើយអមហាសយើងយកឲ្យវាទៀតមិនដែរកុំខ្យាល់អីណាជីបផងនេះគេយក18ឆ្នាំដល់ត8000អ្នកវាអំបាយក្រុមបាការបានណាហើយយក19ឆ្នាំទៅតែងតាំងជាមេតបធំដឹកនាំតបទាំងអស់ថាមិនត្រូវទៅរបស់គេនោះណាចិត្តតែឲ្យវិញកំតិចលើឡាននោះបានហើយចេញទៅทำไมต้องจำมันเต้นนะมารยาทนี่ตีเย็นที่ชุดเทชมวยมหาไซระบักเกนะตีเย็นอ่ะอาจจะหามหาไซมาก អ្នកនាងពួកវាពិតជាធ្វើតាមអ្នកនាងនិយាយមែននេះអភ័យជាយិននោះតាវានឹងមកមែននេះពួកវាគឺគ្មានជំរិតអីពួកវានឹងមកប្រកាសនេះសិលឈិងស៊ីនាងឆាប់អើក្បាលមកព្រាមសិលឈិងសៀស្រីថោកទៀមឯងអើរិទ្ធិយិតមកប្រដៅពាក្យជាមួយយើងមែនទេស្រីពឹសពលអាត្មានិយមឯងនេះថ្ងៃនេះយើងនឹងសម្រាប់នាងឯងចោលមិនខាននាងឯងងាប់ទេមិនយីទេទេស្រីថោកទៀមងាប់ទេពួកឯងងាប់អស់ហើយហ៎មកស្រីថោកទៀមនេះទេតែក៏មិនឆាប់សម្រាប់វាចោលទេអូយយើងនឹងចាប់នាងឯងអូយហ៊ានមិនមនុស្សរបស់យើងផងអីស្រីថោកទៀមនៅមានឯងទៀនសិលឈិងស៊ីនាងឯងឆាប់លើជង្គង់ភ្លាមតែកំភ្លៀងខ្លួនឯងមកផៃកំភ្លៀងភ្លាមមិនយីមករយៈនេះយ៉ាងណាថាឯងត្រង់ណាស់ទៅហើយបើវារករឿងឯងទៅហើយនោះបានចឹងឯងក៏ចាត់ការវាមកចាត់ឯងទេចាបានសិលឈិងស៊ីនាងឯងឆាប់ទៅងាប់ទេព្រាមសេទីយិនបងមកហើយបងមើលបងស្រីសៀវទេគាត់ប្រើឲ្យអ្នកអំឡារបស់គាត់មកវាយដាំខ្ញុំតែតែបងមិនឃើញគេវាយអូនទេបាទនេះមិនចំមកដំណាក់មួយនេះទេតើវាអាចមានទេដូចតែនាងកំពុងតែជុំនេះបានដែរទេហើយយ៉ាងចេះស៊ីងសៀនោះណាគេបានចាត់សិនចឹងឲ្យនាងមកទីនេះដែរទេតែបងឲ្យស៊ីឈិងសៀមកសុំទុកខ្ញុំម្ចាស់សិនយកអញឯងទៅវិញនាងមិនចេះស្ដាប់ទេហ៎ឈប់សិនមុននេះវាចង់ឲ្យយើងតែកំភ្លៀងខ្លួនឯងមកផៃកំភ្លៀងនៅពេលនេះក៏ឲ្យវាលុតជង្គង់ចឹងតែកំភ្លៀងខ្លួនឯងភ្លាមទេតែអាចធ្វើឲ្យយើងសប្បាយប្រតិបានសិលឈិងស៊ីនាងឯងហ៊ានផងហ៎យើងទៅជាមហេសីលុតជង្គង់ចុះហេតុតែយិនយកបានលុតជង្គង់ចុះតែខ្លួនវាទេស៊ីស៊ីនាងពេញចិត្តហើយណាឈិងស៊ីបងប្រែពាក្យជាមួយអេសអែលរួចហើយអត់ជឿមិនជឿតែបងប្រែពាក្យរួចហើយពេលនេះបងមានតែអូនម្នាក់ប៉ុណ្ណោះទេទោះបងគាត់ពីសន្យាក៏ដែរពួកយើងអាចចាប់ដើមសាថ្មីបានទេចាប់ដើមសាថ្មីមិនអាចរួចទេមុននេះអ្នកដែលនិយាយថាប្រហែលនោះក៏ជាស្ដេចពួកឯងអ្នកថាស្ដេចសំតែមានប្រពន្ធស្នាមច្រើននោះក៏ជាពួកឯងដែរតាំងពីដើមមកអ្វីដែលយើងចង់បានគឺមានតែលិខិតលែងលះតាមយ៉ាងគុណនេះអូនចង់បង្ករឿងមិនទេគឺយើងបង្ករឿងនេះឯងមកម៉ាក់ក៏យើងជាពេទ្យថោកអ៊ីមឯងថាយើងធ្វើជាស្នាមនេះវាឡើងខ្ពស់ណាស់ទៅហើយឯងភ្លេចគុណយើងកាលពី3ឆ្នាំមុនបងភ្លេចសន្យាឯងចោលពេលនេះឯងត្រូវការឲ្យយើងជួយឯងមកធ្វើជាទូកំសាន់តែឯងគិតថាយើងនៅមានមេត្តាដែរទេនៅពេលគេចង់លេងគ្នាស្រួលបួននោះពួកឯងធ្វើខ្ពស់ណាស់ពេលនេះមានរឿងឲ្យគេជួយមកធ្វើជាសម្ដែងឲ្យគេអាហ្នឹងសម្ដែងឲ្យអ្នកណាគេមើលពួកឯងនេះគឺឆ្កែថោកទៀតណាស់ហើយជាយិនឯងឈប់សម្ដែងបានហើយយើងនៅតែនិយាយពាក្យដដែលសរសេរលិខិតលេងមកឲ្យយើងអមហាក្សត្រយានីយកមកឲ្យយើងដល់តន់ឈប់បង្ករឿងទេគិតដល់រឿងធំខ្លះបានដែរទេតែ3ឆ្នាំមុនអូនឃើញសភាពបងគឺត្រូវវេទនាណាពេលនោះបីដែរហើយពេលនោះគ្រប់ទៅទីគ្មានអ្នកណាព្យាបាលបងជាតិទេពេលនេះបងគិតថាបើមានពេទ្យតាម្នាក់ព្យាបាលបងជីបងសងគុណគេហើយពេលនោះអូនចូលមកក៏បានជួយបងធ្វើបងជាឡើងវិញពេលនៅក្នុងចិត្តបងបានចិត្តទុកអូនថាគឺជាពេទ្យតាបានជួយពិភពលោកទោះមានអ្នកផ្សេងមកងាយអូនក៏ដែរតែក្នុងចិត្តរបស់បងថ្នាក់របស់អូនគឺខ្ពស់ជាងគេមួយឆ្នាំក្រោយមកបងក៏លងស្លាញ់អូនហើយបងមកស្បត់ថានឹងឲ្យអូននៅខ្ពស់ជាងគេហើយពួកវានៅក្រោមបាត់ជើងរបស់អូនបងប្រញាប់ណាបងប្រញាប់ទៅឈរលើតំណែងមួយនោះទៅបានជាបងទៅរៀបការជាមួយនឹងវាបងនេះគឺពិតស្ដាយក្រោយណាស់ហើយបានជាបងនេះប្រញាប់ធ្វើការលឿនយ៉ាងនេះបងមិនចង់ឲ្យលើកលែងឲ្យបងអីនោះទេចេះទេបងគ្រាន់តែឲ្យចង់ឲ្យអូនផ្ដល់ឱកាសបងមួយតែប៉ុណ្ណោះទេតែអូនអាចទៅដំណាក់ធំបន្តិចតែបានទេអូនខ្ញុំចិត្តអាចជាមួយបងពេកអីតែតែឯងនិយាយចាប់ហើយហ្នឹងបើសិនជាឯងនិយាយចាប់ហើយហ្នឹងក៏ចាញ់ទេឯងធ្វើតាមនៅអ្វីដែលយើងនិយាយទេ
អ្វីដែលយើងចង់បានយើងនឹងមិនផ្លាស់ប្ដូរឡើយ Xeo Chinh Xieអូននេះពិតជាចិត្តអញណា អាចឈប់សម្ដែងទេយើងគឺពិតជាខ្ពើមនេះ នេះចាំតែមើលតែ តិចទៀត បេដាមហាសីនៅតែប្រមាថនេះចាំបានលិខិតលេងនេះដែរហើយឲ្យបេដាជាអ្នកបោះត្រែនៅឲ្យមេដាជាអ្នកយកតើឲ្យយើងដល់តទៀតផងនេះពិតជាចរិតរបស់ព្រះនាងតុងប្រហែលណាស់វាពិតជាខ្លាំងធំណាស់នេះទីជាតិទៅធ្វើរឿងឲ្យថោកទាបមែនទេមហាសីគឺជាឋានៈដ៏ខ្ពង់ខ្ពស់ណាស់លើថាមហាសីជាពេលដែលមានទេពកោសលកាលពី3ឆ្នាំមុនគឺថាមហាសីបានដែលបងសាច់ឈាមដើម្បីជួយដល់ទីជាតិតាមមែនទេយ៉ាងម៉េចរៀបការមិនប្រហែលឆ្នាំក៏ខ្លាចតែជាបែបនេះហើយមែនទេដោយតបឈាមមិននឹងស្អីនោះទេទោះវាជាពេលដែលមានទេពកោសលមែនវាមានគុណជួយជីវិតដល់បុត្រារបស់យើងពិតមែនក៏ដោយតែវាជាពេលលុបលុនណាស់វាគ្រាន់តែជាពេលថោកទាបម្នាក់តែប៉ុណ្ណោះទេយើងឲ្យវាធ្វើជាមហាសីប្រហែលឆ្នាំមកនេះវាចាត់ទុកថាជាបុណ្យវាទៅហើយ បើវាមិនមែនមានគុណជួយជីវិតគេទេតាមឋានៈវានោះគ្មានសិទ្ធិអីការចូលក្នុងរាជវង្សយើងឡើយ គឺជួយជីវិតនោះគឺជាគុណលើលោកទៅហើយចង់ឲ្យលុយក៏ឲ្យលុយគេទេមិនគិតចង់រៀបការឲ្យក៏រួចគ្នាអញ្ចឹងលោកមិនទាន់មិនដឹងនោះទេមនុស្សស្រីដែលអាចធ្វើជាមហាសីបានណាតែតែជាមនុស្សស្រីដែលមានឋានៈខ្ពង់ខ្ពស់អាចជួយទុកតំណែងរបស់យាយទីរីទីជាបានទុកតំណែងរាជទីជាតិនេះទីជាតិរបស់ពួកឯងត្រូវយកសម្ពន្ធមនុស្សស្រីមកគ្រប់ក្បាលអង្គុយលើអញ្ចឹងរាជទីជាតិគេសុខភាពមិនសូវល្អទៅត្រូវរកមនុស្សស្រីបកាយខាងសិទ្ធិកំគៀមមកជួយនៅក្បែរគេដំបូងយើងគិតថាខ្សែជើងសៀនោះគឺចំណុចដែលចិត្តតលីតាមពិតទៅនាងគឺចំណុចដែលចិត្តអៀតសោះ មែននឹងមនុស្សស្រីគួរតែបើកចិត្តឲ្យទូលាយក៏ព្រោះតែរីតិយចង់យកមហេសីវាក៏ប្រចាំឆ្លុះគ្នាចង់លែងនេះក៏ពិតជាខ្មាស់គេខ្លាំងណាស់ ឬទីជាសុខភាពមិនល្អចេញធ្វើសង្គ្រាមមិនកើតឬទីជាគ្មានបានការអញ្ចឹងយើងមកធ្វើស្អីកើតទៅដូចមិនតបដូចនិយាយហ្នឹងដូចជាជ្រុលពេកទៅដឹងហើយយើងនិយាយអីខុសគេមានគុណជួយជីវិតវាហើយនៅតែនៅជាមួយនឹងវានោះទៀតប៉ុន្តែពេលនេះគេចង់បានសេរីភាពមិនបានសេរីភាពគេទៅចង់ប្រើអំណាចខົບខាំងគេទៀតមែនទេនេះមិនខុសជាសត្វដែលឆានទេហើយយើងមិននិយាយបានកើតទេពេលនេះគឺចិត្តអស់ម៉ោងទៅហើយ ព្រះអង្គវាប្រហើនហើយខ្ញុំគឺជាប្រម៉ែក្រៅមេឃនេះមិននឹងអាចទៅអន់អង្វរវានោះវាគឺប្រមាថដល់ព្រះជាស្ដាររបស់ពួកយើងហើយ ជឺធំនេះគឺជាពេលគ្រោះថ្នាក់ណាស់នគរណាន់ចៅគេត្រូវការរកពេទ្យទៅជួយមិនចឹងនេះរបបបន្តិចទៅមិនចឹងនេះក៏មិនចាំបាច់ត្រូវដកដំណើរអីនោះដែរណា ព្រះអង្គតាំងពីខ្ញុំម្ចាស់ចូលវាងមិនដែរចេញពីវាងទីតាំងពីដើមមកមិនដែរមានមហេសីណាចូលវាងក៏ព្រោះតែរឿងនេះទីនេះបើលេចលឺចេញទៅក្រៅនោះប្រកាសជាមានគេសាច់ចំអកឲ្យខ្ញុំម្ចាស់មិនខាន ពួកឯងត្រៀមគ្រឿងស្នែងទៅជុំហាស់កាត់តានេះចេញទៅ យើងដល់ថ្ងៃប៉ុណ្ណោះវាគឺជាឱកាសចុងក្រោយដែលយើងឲ្យពួកឯងហើយសៀវឈីងស៊ីពេលនេះយើងទ្រាំសិននៅពេលចាប់កិច្ចការយើងនឹងសម្រាប់នាងឯងចង់រេតយាននៅផ្លឹកអីមិនឆាប់សរសេរលិខិតលេងយ៉ាភ្លាមទៅ ចាប់តាំងពីពេលនេះតទៅអ្នកទាំងពីរលេងពាក់ព័ន្ធជាមួយគ្នាទៀតហើយមានដាក់ខ្ញុំអីចាំពេលចាប់រឿងនេះហើយបដិញពួកដានចៅទៅអស់ខ្ញុំមិនដាច់ជាសង្ឃាបានល្អ មិនមែនប្រដៅវាទីគឺសម្រាប់វាចៅវាជាពេទ្យថាប់ទីម្នាក់សិនហ៊ានប្រហឹងជាមួយគ្រូសារាជវង្សបំបាក់មុខបាត់គ្រូសារាជវង្សអញគិតថាវានឹងបន្ទាប់ពីរឿងនេះចាប់ហើយវានៅអាចរស់រៀនមានជីវិតនៅទៀតបានដែរទេ តែហេតុអីពួកนั้นចាប់ដល់ណែនាងយ៉ាងនេះទៅឬមួយក៏ពុទ្ធតែវិជាពេទ្យរបស់នេះតែនេះជាណាសម្រាប់ដេកជាតិនឹងដេកជាតិឲ្យខ្ញុំសឹកគ្រូសាមហាសីពេលនេះបានដំណឹងហើយតែមិនខ្លះទេខ្ញុំបានសើមើលទាំងអស់ហើយកាល3ឆ្នាំមុនគឺគ្មានកូនស្រីគ្រួសារណាបានបាត់មុតភ្លួទេតែបានសើដឹងថាប្រណេងនោះគឺមានត្រកូលសែលឬមួយគឺជាសែលសិងស៊ីឬមួយសៀវឈិញសៀគឺនិយាយមកប្រែឈិញហွာឈ្មោះអីសៀវឈិញហွာសៀវឈិញហွာសៀវឈិញហွာពួកគេមិនមែនចំណុចតែម្នាក់ទេហើយអ្នកដែលថ្លៃថ្នូរដូចជាប្រណេងឈិញហွာអញ្ចឹងគឺមិនអាចមកដូរឈ្មោះទេយើងថាហើយវាគឺជាពេទ្យធម្មតាថោកទាបម្នាក់មិននឹងអាចជាប្រណេងឈិញហွာនោះមិនខុសទេឈិញសៀកាត់មកថោកទាបតូចតាចប្រណេងឈិញហွာគឺមិនអាចជាពេទ្យថោកទាបទេតែជាយាននិយាយកាត់ពីមុនគេនឹងទទួលប្រណេងឈិញហွာទៅវិញក្រោយមកហាឈិញសៀទៅព្យាបាលជំងឺអមហក្សត្រយ័ននេះវាក៏អាចទៅរួចដែរដែលប្រណេងឈិញហွာនៅក្នុងរាជធានីនេះមកទទួលសៀវឈិញសៀវាជាការបោកប្រាស់គេហេតុនេះដើម្បីការពារប្រណេងឈិងហងរាជទាយាទប្រណេងឈិងហងមិនទាន់អភិសេកទេមិនអញ្ចឹងត្រង់ឆ្លៀតឱកាសនេះទាត់ក្បាលនាងចាំអាសិទ្ធស៊ូឈិងសៀនោះចោលទៅបាទត្រង់អាចរកឃើញព្រះនាងបានរៀបអភិសេកជាមួយនាងនោះឯងដែលជាអ្នកមានឋានៈធំជាងគេនេះច្បាស់ជាខ្លាចជាធំជាងគេលើលោកនេះហើយមេដានិយាយថាឆាប់ឡើង
ឆាប់ទៅតាមព្រះនាងមកបើមានអ្នកប្រមាថព្រះនាងក៏ឆាប់ឲ្យមកយើងភ្លាមយើងនឹងទៅចាប់វាមកដល់ផ្ទាល់ហើយយើងនឹងសម្លាប់វាទាំងពូជតែម្ដងក្រាបទូលបត្រារបស់យើងទៅលេខក្បាលនាងសៀវឈិងសៀននោះជាមួយនឹងយើងទៅការពេលរាជយាជាមួយនឹងមហាក្សត្រយ៉ាងនេះហើយអ្នកផ្សេងទៀតចេញទៅក្រៅទេសៀវឈិងស៊ីទោះបីជាយើងវល់នាងមែនប៉ុន្តែឋានៈពួកយើងខុសគ្នានេះតើនាងមិនចេះពីច្បាប់ទម្លាប់ទីមែនទេនេះតើនាងច្រឡំទេដឹងថ្ងៃនេះនាងមករកនាងយើងដើម្បីឲ្យលេងគ្នាទេយ៉ាងម៉េចរត់ពីនាងមកវល់គេឲ្យជួយនេះនាងក៏ចង់ឲ្យគេអន់ក្បាលគ្រប់នាងទាំងបែបនេះហីប្រហែលបើសិនជានាងធ្វើអស់ចាអញ្ចឹងនាងក៏បដិសេធទៅខាងណានចៅទេហើយឲ្យពួកគេរងចាំនាងទេឯងពួកឯងនាងមើលបានច្បាស់ទេនេះគឺជាមេដៃរាជយានជាមួយនឹងត្រារបស់យើងជាមួយនឹងព្រះអង្គវាមានទាំងអង្គនាងក៏មកធ្វើបាបពួកយើងទៀតនោះនេះគឺជាអរិយាប័ត្រដែលនាងត្រូវវល់គេសៀវឈិងស៊ីនាងជ្រុលពេកហើយនេះនាងគិតចង់ឲ្យមេដាទៅវល់នាងអញ្ចឹងហ៎សៀវឈិងស៊ីនាងគិតថាទៅណានចាប់ជាបាច់ជំងឺមហេសីគេនោះនាងឯងគិតថានឹងបានរីអញ្ចឹងឯងគង់តែមានថ្ងៃណាមួយនាងគង់តែត្រឡប់មកវិញទេអ្នកគូកាត់ពីលទ្ធផលនោះគឺជានាងអ្នកក្បាត់នោះគឺជាអរិយយាតនោះអ្នកក្បាត់សន្យានោះគឺជារាជវង្សពួកនាងអ្នកកលាសម្ដីកុហកនោះគឺជាពួកនាងនឹងហើយនាងនៅមានមុខមកកបរៀមអ្នកនាងរបស់ជើងទៀតមែនទេប្រហើនខ្លាំធំនាងឯងគ្រាន់តែជាអ្នកបម្រើថោកទាបទេចៅវាយនិយាយគ្នានាងឯងមកលុកមាត់ផងអីអញ្ចឹងប្រាប់ឲ្យគេនិយាយបើសិនជានាងមិនព្រមទេនោះនាងក៏ទៅវេទីអំណាចអ្នកដំណើររបស់នាងវិញទេសៀវឈិងស៊ីយើងខំចិត្តល្អយកលិខិតលែងយ៉ាស់មកឲ្យនាងប៉ុន្តែនាងបែរជាឲ្យនាងថោកទាបនេះមកប្រមាថយើងទៅវិញនាងទៅថោកទាបមួយអំបូររាជវង្សរបស់នាងសត្វតែថោកទាបទាំងអស់តើបានជាអាចបង្កើតកូនថោកទាបដូចជាភ័យជាយានបាននាងពួកឯងឆាប់ចាប់នាងថោកទាបនេះយកទៅសម្លាប់ចោលទៅអោក៏វាយកទៅវាយងាប់ភ្លាមទៅមិនយីព្រះក្បាល8នេះខ្លាំងណាស់តើបដៅវាពីច្បាប់ទម្លាប់បន្តិចទេចាប់បានអានេះគេហ៊ានទៅចូលមកនាងបែរជាហ៊ានចាប់មេដារបស់យើងផងនេះប្រហែលណាទៅសម្រាប់មេដាយើងវាជាទូដែលត្រូវស្លាប់ណាយល់ទេមហាក្សត្រយ៉ាងនេះនាងគិតថាអ្នកអំណាចយើងថោកទាបតែបើគេចង់សម្លាប់នាងនោះនាងងាយដូចជាចន់ស្រមោចអញ្ចឹងនាងគិតថានាងមកអាចារ្យស្អីអាចារ្យក្បាលម៉ែនាងអីមកនៅទីនេះនោះស្លាប់ជាលក់ចឹងកុំទៅទីមិនយីឆាប់អីមហាក្សត្រយ៉ាងនេះភ័យហើយព្រះមេដាប្រហើនកោកាច់ហ្នឹងយើងនឹងបំបែកសាកសាពួកអញជាមួយមុតបំណៃឬបោះកវិញចោលឲ្យឆ្កែស៊ីមិនខានមេដាភ័យជឿយិនចាំពេលយកវាចេញពីព្រំដែននោះក៏ឲ្យគេសម្លាប់វាចោលទៅនៅមានទីនឆាប់រកប្រនាងជីងហោះឲ្យឃើញរៀបការជាមួយគេយើងនឹងធ្វើឲ្យវាមានការស្ដាយក្រោយពេញមួយជីវិតកុំរំមេដាចាំពេលរឿងនេះចប់ហើយខ្ញុំនឹងឲ្យវាស្ដាយក្រោយនឹងឲ្យវាដឹងថាវាខកជាមួយនឹងខ្ញុំតើខុសប៉ុណ្ណាយ៉ាងម៉េចមិនទាន់មកទៀតព្រះអង្គជាធំមុខរបស់នាងមិនអីទេនាងព្រមហើយនាងនឹងមកភ្លាមមិនក៏មិនទាន់មកទៀតតបណានចៅដកដាវនេះឈប់សិនហើយឈប់សិននាងមកហើយនាងមកហើយនេះកសេជិញសៀហ៎ណែមកហើយនេះកសេជិញសៀវានេះមិនបាច់ជាហ៊ានផងមកគាត់ទាំង4ជ្រុងជាមួយនឹងខោអាវប៉ាវាជាខារបស់ព្រះនាងស្រីថោកទាបពិតជាប្រហែលណាពិតជាប្រហែលមែនទេវាពិតជាមិនស្គាល់ងាប់មើលហើយវាចូលមកហៅអ្នកម្នាងជិនចូលមកអ្នកម្នាងជិនចូលមកអ្នកម្នាងលោកអាម៉ាត់ហៅខុសហើយអ្នកនាងយើងបានលេងគ្នាជាមួយអរិយយាតនោះហើយលោកត្រូវនិយាយថារាជពេទ្យសៀវមកដល់ហើយរាជពេទ្យសៀវមកដល់ហ៎ណែឈិនសៀឡៃដៃសៀឈិនសៀនាងធ្វើស្អីនាងបាច់ជាហ៊ានមកតែងខ្លួនជាព្រះនាងផងនាងហូបព្រំដែនហើយគឺមានទោសស្លាប់ណាបានលើថាព្រះនាងជីងហងក៏នៅរាជធានីដែរ
អញចង់ឡើងឋានៈខ្ពស់ឡើងចង់ឈ្មោះទៅហើយមែនទេចង់ឡើងឋានៈខ្ពស់នឹងគេដែរមែនទេនាងគិតថាខ្លួនអញគឺជាព្រះនាងឈីងហួងហើយហ៎យើងយកសពយកពេកវាលេងនឹងការពិតទៅហើយវាចង់ឡើងតាមមហេសីឡើងឈ្មោះទៅហើយផ្លើដូចជានាងអញ្ចឹងមិនសន់ធ្វើជាម្ចាស់ប្អូនរបស់យើងទេសេឈិនសៀពេលនេះនាងលេងជាគ្រួសាររាជវង្សហើយយើងឲ្យឱកាសនាងលុបលាងទោសមួយនាងទៅណាន់ចៅជាមួយនឹងកងទ័ពឈិនយានទៅឲ្យឆាប់ឡើងចាំទុកណាត្រូវតែបំរើរាជវង្សឲ្យបានល្អសេឈិនសៀនេះជាមេតបនគរចៅជាយាននាងនឹងមិនឆាប់គោរពគេទៀតមិនដែរទេហើយយ៉ាខ្ញុំជាយានសូមគោរពព្រះនាងឈីហួរសូមឲ្យព្រះនាងមានអាយុម៉ឺនឆ្នាំក្រាបទូលសូមឲ្យព្រះនាងមានអាយុម៉ឺនឆ្នាំក្រាបទូលឆ្នាំសូមឲ្យព្រះនាងមានអាយុម៉ឺនឆ្នាំក្រាបទូលសូមឲ្យព្រះនាងមានអាយុម៉ឺនឆ្នាំក្រាបទូលខ្ញុំឈីយានសូមគោរពព្រះនាងឈីហួងសូមឲ្យព្រះនាងមានព្រះជន្មយឺនយូរក្រាបទូលសូមជូនពរឲ្យព្រះនាងមានព្រះជន្មយឺនយូរសូមឲ្យព្រះនាងសូមជូនពរឲ្យព្រះនាងមានព្រះជន្មយឺនយូរណែព្រះអើយឈិនសៀនាងជាព្រះនាងឈិនហួរអត់ទេព្រះនាងណានចៅនាងជាព្រះនាងណានចៅចប់ហើយពេលនេះចប់ហើយអ្នកម្នាងជាព្រះនាងណានចៅភ័យជាយានឯនេះធ្វើឲ្យនគររបស់យើងវេទនាហើយដឹងទេហ៎តើវាមិនយ៉ាងគឺជាព្រះនាងណានចៅបានទេព្រះមេដាមិនអីទេចប់ហើយទាហានបាយជាតែងតាំងព្រះនាងណានចៅជាស្នំទៅវិញបាយជាខ្វះភ្នែកមើលទៅពិតជាភ្លើមើលរឿងនេះជារឿងតូចតាចទេតែកំហឹងនគរណានចៅវាធំណាស់អាចជាតាយាននោះបង្ករឿងធំខ្លាំងណាស់នេះនគរយើងបាយជាមករលាអញ្ចឹងមិនដែរទេគិតយ៉ាងម៉េចទៅវិញទៅវាមិនត្រឹមតែអញ្ចឹងទេអាភ្លើនោះវាមកខកឱកាសល្អទៀតរឿងអញ្ចឹងគឺវាមិនអាចមានទេពិតជាចោលមកសិតឲ្យភ្លើទៀតវានឹងធ្វើឲ្យនគរជាមួយនឹងប្រជារាស្ត្រមកជ្រៀតជ្រែកជាមិនខានទេក្រាបទូលយើងចប់ហើយនេះប្រវត្តិសាស្ត្រគេនឹងសរសេរយ៉ាងម៉េចទៅរាជយាននេះមិនមែនជាពេលគិតប្រវត្តិសាស្ត្រសរសេរយ៉ាងម៉េចទេគួរតែគិតថាអាចរស់នៅបានឬក៏អត់ឈិនសៀនេះមានស្អីទៅនាងជាអ្នកណាទៅយ៉ាងគឺជាព្រះនាងឈីងហួងយ៉ាងគឺជាអនុត្តបង្កើនរបស់ព្រះអង្គនគរណានចៅដែលមានឈ្មោះបថាស៊ីវឈីងហួងអូនបង្កើតរបស់នគរសម្ដេចណានចៅនេះជាការពិតហើយនាងជាព្រះនាងមែនទេអូនចឹងបាយចិត្តដណ្ដើមមនុស្សជាមួយនឹងគេផងនាងគឺជាព្រះនាងនគរណានចៅគួយអស់សំណោចណាស់យើងនៅឲ្យរាជយាតាមរកនាងទីនប៉ុន្តែនាងមិនបានជាមនុស្សនគរនេះអញ្ចឹងមេតបឈីជាមួយតបទាំងអស់លំបាកហើយឆាប់ក្រោកឡើងមកទូបង្គំមិនលំបាកទេឈិនសៀប្រហែលឈិនសៀមិនមែនឲ្យឯងមកហៅបែបហ្នឹងទេយ៉ាងជាមួយរាជយានោះគឺបានលែងគ្នាហើយគ្មានអីពាក់ព័ន្ធជាមួយគ្នាទៀតទេមិនថាស៊ីវឈីងស៊ីឬក៏ស៊ីវឈីងហួងទេពីពេលនេះតទៅក៏គ្មានអ្វីពាក់ព័ន្ធជាមួយនឹងភ័យជាយានទៀតដែរឈីងស៊ីនេះសត្វតែជាការយកច្រឡំទេណានាងឯងបានន័យថានាងមកកន្លះសម្ដីបោកប្រាស់គេនឹងលិខិតលែងលះដែលមានត្រានេះមិនអាចយកជាការបានទេខ្ញុំគ្មានន័យអញ្ចឹងទេខ្ញុំជាបន្តមកទៀតនឹងនិយាយពីថ្លៃព្យាបាលថ្លៃព្យាបាលអីទៅយ៉ាងបានជួយជីវិតរាជយារបស់ឯងយ៉ាងប្រើពេលរយៈពេលជាង1ឆ្នាំជាងឆ្នាំថ្លៃអស់នោះគឺយ៉ាងចាយលុយទាំងអស់របស់ជាង3ឆ្នាំនេះពួកឯងមិនដែលឲ្យលុយយើង1កាក់1សេនទេយ៉ាងនឹងកាត់យកខាត់ជើងឈីងស៊ីគួយហ្វូអានដែលជារបស់ពួកឯងមកកាត់កងថ្លៃឆ្នាំព្រះអង្គតែនេះអញក៏តែគ្មានបញ្ហាទេខេត្ត3នេះខេត្ត3នេះជាខេត្តសំខាន់របស់ពួកយើងបើបាត់បង់វាទៅវាយយកនគរយើងវាងាយខ្លាំងណាស់គឺមិនបានទេអ្នកគ្រប់គ្នាកុំតន់ប្រញាប់អីយើងនៅមានបញ្ជីមួយទៀតតាំងពី2ឆ្នាំមុនយើងបានផ្ដល់ស្បៀងអនគរពួកឯងទាំងអស់39ដងបើគិតទៅមានចំនួន38លានតម្លឹង38លានតម្លឹងអញ្ចឹងហ៎ចិនសៀកាលពី2ឆ្នាំនោះអូនជួយបងមិនជាស្ម័គ្រចិត្តទេស្ម័គ្រចិត្តនេះមិនបានមានន័យថាមិនទៀមទាអីណាបាននគរពួកឯងគិតថាគ្មានលុយឲ្យនោះមួយឲ្យភ័យជាយានសម្រាប់ខ្លួនភ្លាមទេតែសងថ្លៃអារម្មណ៍របស់ជើងរយៈពេលជាង3ឆ្នាំមុននេះរាជយានឯងរស់មកដល់ពេលនេះឯងគ្រាន់តែរស់បាន3ឆ្នាំទេរឿងបញ្ជីនេះវាគួរតែគិតហើយណាខេត្ត3ជាមួយលុយ38តម្លឹងបើព្រះអង្គគ្មានបញ្ហាទេពេលនេះយើងសរសេរលិខិតឲ្យឯងភ្លាមពួកឯងជាសិនសៀពួកយើងចាប់ដៃប្រពន្ធនឹងគ្នា3ឆ្នាំហើយគឺនាងមកបង្ខំយើងអញ្ចឹងហ៎លិខិតលែងលះបានចាប់តំណែងយើងនឹងឯងហើយយើងនិយាយជាមួយពួកឯងនោះគឺជាថ្លៃពេទ្យជាមួយនឹងបំណងស្បៀងដល់ពួកឯងជំពាក់ប៉ុណ្ណឹង
ប៉ុន្តែបើអញចង់ទៀមទាតំណែងពួកយើងពីមុននោះអញ្ចឹងគឺយើងមានតែទៀមទាច្រើនជាងមុនបន្ថែមជាមួយការថែមទៀត ព្រះនាងនាងធ្វើបាបគេពេកតែដឹងអីមែនហើយពួកយើងធ្វើបាបគេគឺធ្វើបាបអាឆ្កែឯងនឹងហើយពួកឯងទាំងលើទាំងក្រោមមិនមែនពួកខាងធ្វើបាបគេទេអីពួកឯងមករងក្បាលគ្នាធ្វើបាបព្រះនាងយើងបែបហ្នឹងឯងពួកឯងដូចជាធ្វើបាបគេជ្រុលពេកហើយ10ថ្ងៃមុនព្រះនាងពួកយើងទៀមទាលេងលះបើពួកឯងព្រមលេងលះគ្មានថ្ងៃនេះទេយកទោសសងគុណមកគាត់ពាក្យសន្យាពេលនេះចង់និយាយហេតុផលជាមួយនឹងពួកយើងសំទោសផងចុះគ្មានហេតុផលអីទេអីដែលព្រះនាងចង់បាននោះពួកឯងក៏ព្រមដែរពួកឯងមិនព្រមក៏ត្រូវតែព្រមដែរមិនតបឈីរឿងផ្សេងទៀតគឺអាចពិគ្រោះគ្នាបានគ្មានអីពិភាក្សាទេ3ឆ្នាំនេះចរិតពួកឯងធ្វើដាក់ព្រះនាងយើងយ៉ាងម៉េច10ថ្ងៃអាម៉ត់ឆ្កែចរិតដេរឆានពួកឯងយើងឃើញទាំងអស់ហើយពួកឯងមិនអាចបោះស្រាយបានទេមិនអាចដោះស្រាយទេអីយ៉ាងណាក៏ជាគ្រួសារតែមួយដែរណាស៊ីកាលពេលមុនបងជាអ្នកខុសអូនមើលពួកយើងជាប្រិយប្រពន្ធនឹងគ្នាអូនមើលលើប្រជារាស្ត្រអូនមានមេត្តាផងទៅថាបានដែរទេយើងមានមេត្តាណាស់ទៅហើយព្រះនាងត្រង់ជាមួយនឹងរាជយិត្តនៅស្រឡាញ់គ្នាមិនអញ្ចឹងទេនគរទាំងពីរឲ្យព្រះនាងជាមហេសីទៅឡើងជាស្ដេចទៅតែល្អដែរទេគិតតែមើលល្អទេមិនហើយឡើងជាស្ដេចស្រីទៅមិនហើយឈីងស៊ីកាយឯងស្រឡាញ់រាជយិត្តណាស់មិនអញ្ចឹងឯងរឿងថ្ងៃនេះគឺជាការឆេវឆាវទេពួកយើងនៅជាគ្រួសារនឹងគ្នាទេយើងខ្ពើមណាមិននិយាយពីចរិតរាជយិត្តពួកឯងនេះមកថោកទាបអាត្មានិយមបែបនេះវាជារាជយិត្តដែលពឹងលើស្រីទើបឯងឡើងរាជយិត្តបានវាមិនសមមកកាន់ស្បៃឲ្យព្រះនាងអញ្ចឹងទេរៀបអភិសេកឯងនេះពួកឯងយកមិញនេះមិនបានដេកទេឬក៏ពួកឯងរវល់ទាំងយប់ទាំងថ្ងៃតាមមែនដែរទេដេកជាសពអញ្ចឹងអីមែនដែរទេពួកឯងមកនិយាយដល់ព្រះនាងថាជាពេទ្យថោកទាបឯងមិនសមធ្វើជាមហេសីឯងយ៉ាងម៉េចពេលនេះពួកឯងមកឲ្យព្រះនាងយើងឡើងជាមហេសីនេះពួកឯងមិនមែនមកតែកំភ្លៀងខ្លួនឯងទេអីយើងមិនមែនមកតែខ្លួនឯងទេតែកំណត់ថោកទាបយិត្តនោះលេងឡើងដល់ក្បាលគេទៅហើយតែយិត្តនោះនៅមកថាតម្រឹងអ្នកនាងយើងឡើងខូចទីនយើងឡើងចង់ឈួតមកទៅហើយមិនតែដាក់ក្បាលវាទៅហើយយើងពិតជាខ្ពើមណាស់ព្រះនាងឲ្យតែអាចដោះលែងពួកយើងលក្ខខណ្ឌអីក៏យើងយល់ព្រមដែរគឺមិនអីទេស្អីក៏បានដែរចុះបើពួកយើងនិយាយថាឲ្យភេជ្ជយានេះយន្តនគរនេះទាំងមូលធ្វើជាមនាការឲ្យគេធ្វើជាស្នំទី18របស់ព្រះនាងតើយ៉ាងម៉េចដែរទៅមិនអញ្ចឹងទេព្រះអង្គគិតយ៉ាងម៉េចដែរយ៉ាងម៉េចមកក៏មិននិយាយអញ្ចឹងក្រែកមុននេះអញស្រែកលឿនណាស់មិនអញ្ចឹងអីយ៉ាងណាក៏ពួកអញថាឲ្យដែរស្ដេចណាដែលថាមិនមានស្នាមច្រើននោះយ៉ាងណាក៏ព្រះនាងពួកយើងនឹងត្រូវឡើងសោយរាជដែរតាមឋានៈជាមួយកំណត់អាថោកទាបឯនេះចង់ធ្វើប្រធានទៅប្តីព្រះនាងទី18មិនបានទេឯងចង់តោងជើងគេផងឯងនិយាយយ៉ាងម៉េចស្ដេចស្រីមិននឹងអាចទេវាគឺជាមនុស្សស្រីទេមនុស្សស្រីតែយ៉ាងម៉េចមនុស្សស្រីមិនអីឡើងសោយរាជមិនបានយើងថាពួកឯងអាត្មានិយមយើងមិនបន្ទោសពួកឯងទេនេះគឺយប់ណាស់ទៅហើយដូច្នេះពួកឯងទាំងអស់គ្នាឆាសម្រេចចិត្តទៅណែសម្រេចចិត្តបៃតាខ្ញុំថាបៃតាយកអនុបងគេទៅឲ្យរាជយិត្តសម្រាប់ខ្លួនឯងទៅឯងនិយាយថាមិននឹងអាចឲ្យរាជយិត្តសម្រាប់ខ្លួនបាននោះទាំងអស់នេះវាមកពីរាជយិត្តវាសន្តិងប់កាលពី3ឆ្នាំមុនម្លេះគឺព្រះនាងណាន់ចាជាអ្នកជួយវាទេហើយក៏បានសន្យាដែរថានឹងឆ្លាញ់នាងអស់មួយជីវិតបែរជាដើម្បីអូស៊ីនសៀវរ៉ានមកទៅក្បត់សម្ដីមកក្បត់ព្រះនាងមិនមែនជាកំហុសរបស់រាជយិត្តទេអីគ្រប់យ៉ាងគឺរាជយិត្តជាអ្នកសាងមកក៏ឲ្យវាជាអ្នករ៉ាប់រងទៅភ័យជាយានវាមិនសន់ធ្វើទេវាទៅលើកអាចោមសិទ្ធិនេះជារាជយិត្តវាជាកម្មពីរបស់ពួកវាហើយមិនគួរណាទៅជាអញ្ចឹងទេពួកអាចបាត់មកទេនេះពួកអញចង់ឆ្លៀតឱកាសនេះមកកម្ចាត់រាជយិត្តផងនេះមេតាមនុស្សប្រុងវាធ្វើសន្យាដល់ខ្លួនឯងមិនបានទេវាសន់ធ្វើជារាជយិត្តដែរទេគឺមិនសន់ទេចប់ហើយយើងពិតជាចប់ហើយឈិនសៀសូមបងអូនជួយបងផងមេតាជួយខ្ញុំផងមេតានៅផ្លឹកដាណាទៀតឆាប់ឡើងជួយខ្ញុំផងឈិនសៀវាគឺជាកំហុសមេតាទេពេលនោះទៅរៀបការជាមួយនឹងអ៊ីនសៀវយ៉ាវនោះរាជយិត្តគេមិនព្រមទេគឺមេតាមកខំគេទៅគេព្រមឈិនសៀបើចាំបន្ទោសនោះក៏បន្ទោសមេតាមកលើកលែងឲ្យរាជយិត្តទៅណាយើងលុតជង្គង់សំទោសឯងណាយើងខុសហើយយើងមិនគួរឲ្យរាជយិត្តរៀបការជាមួយអ៊ីនសៀវយ៉ាវទេឈិនសៀភ័យជាយានម៉ែឯងក៏ដឹងថាមកវល់គេបែបនេះត្រូវលុតជង្គង់ដែរព្រះនាងភ័យជាយាននេះអញគិតថាខ្លួនឯងថោកទាបទេខ្ញុំថោកគឺអ៊ីនសេយិននោះមកពពួកបងឆ្លាញ់អូនឲ្យស្មោះទេមកពីអ៊ីនសេយិនគ្រួសារអ៊ីនក៏ហប់បងរាជយិត្តឯងបិទមាត់ទៅអ៊ីនសេរ៉ានវាមកជន់ព្រះនាងទៀតគឺមកពីពួកឯងនឹងហើយមកពីពួកយើងមកពីពួកឯងខ្វាក់ភ្នែកទេយើងដឹងថានេះជាព្រះនាងទោះឲ្យយើងហ៊ានបណ្ណាក៏យើងមិនឲ្យប្អូនយើងទៅដណ្ដើមយកប្រុសជាមួយនឹងនាងដែរណាព្រះនាងខ្ញុំខុសហើយខ្ញុំចង្រៃឈិនសៀនិយាយទៅវាជាកំហុសគ្រួសារអ៊ីនទេបងនឹងឲ្យគេចាប់ឯងភ្លាមពួកឯងតែអ្នកណាហ៊ានព
ពួកឯងនេះពិតជាឆ្កែខំឆ្កែមែនចាត់ទុកថាគ្រួសារអ៊ីនយ៉ាងសុយមកជួបម៉ែកូនអាចចំសិទ្ធពួកឯងអ្នកណាដឹងថាគេជាព្រះនាងនោះហ៎អ្នកណាដឹងថាមានថោកទាបនោះវាឆ្កែខំឆ្កែមានទោសមិនសមនឹងងាប់ទេតែវាមកប្រមាថព្រះនាងយើងទោះជាមួយម៉ាត់ក៏ដោយយើងនឹងសម្លាប់វាចោលភ្លាមមិនតបអ៊ីនគេខ្លាំងណាស់វាបែរជាត្រូវមកងាប់ទៅវិញហើយវាដូចជាសម្លាប់មកអញ្ចឹងព្រះនាងឲ្យព្រះនាងភ័យហើយសម្លាប់មកល្អនេះវានោះគឺសំតែងាប់អ៊ីនវ៉ៃអូវាចឹងទៅកុំឲ្យវាមកទៅភ្នែកព្រះនាងទៀតឈិនសៀនាងមិនមែនមកបង្ករឿងលេងទេនាងលេងមែនទេនាងសម្លាប់មនុស្សមែនហើយឈិនសៀអូនមិនមែនចង់សម្លាប់បងទេហ៎កុំសម្លាប់បងអីបងដឹងខុសហើយមេដាឆាំបងនាងទៅខ្ញុំមិនចង់ស្លាប់ទេខ្ញុំមិនចង់ធ្វើជាអ្នកទោសទេមេដាស៊ីស៊ីមេដាអញឈប់ខឹងទៅអញកុំបង្ករឿងទៀតអីបានទេបង្ករឿងនេះអ្នកណាគេមកលេងជាមួយនាងអញនោះអញស៊ីស៊ីមេដាខុសហើយចាំមេដាស្លាប់លុបលៀងទោសហ្នឹងមេដាចាំម៉ាស៊ីនឲ្យតែឯងព្រមលើកលែងទោះបីជាស្លាប់ក៏មេដាព្រមដែរចាំកាប់ចុះសម្លាប់នោះមេដាព្រមឲ្យឯងដាក់ទោសទាំងអង្គបាននាងសំតាហៃនោះអញ្ចឹងចាំយើងអំពេញដំណងនាងអញ្ចឹងពួកឯងឆាប់យើងដំណើរនាងទៅងាប់ទេចឹងបានជួយបំពេញបំណងនាងដើម្បីឲ្យនាងទៅងាប់ហើយមិននាងយើងលេងសើចទេសេជិនសៀយ៉ាងណាគាត់ក៏ចេះចាស់ទុំនាងដែរមិនបានជានាងអាក្រក់យ៉ាងនេះអញ្ចឹងឬតែយើងថាមហាក្សត្រយ៉ាងនេះសម្រាប់ប្រតិត្រូវហើយយ៉ាងណាក៏ឯងជាមួយនឹងមហាក្សត្រយ៉ាងនេះក៏បត់សន្យាឯងនៅអ៊ីនជាសៀវមកធ្វើបាបព្រះនាងទៀតធ្វើឲ្យនគរថៅគេខឹងហើយទៅធ្វើឲ្យនគរយើងនេះមានរឿងអញ្ចឹងដូច្នេះមានរឿងបែបហ្នឹងហើយគឺមានតែដកតំណែងរាជទាជាមួយមហាក្សត្រយ៉ាងនេះចោលតែប៉ុណ្ណោះទេដូច្នេះហើយមានតែធ្វើអញ្ចឹងទៅល្អបៃតាខ្ញុំគិតថាគេជាមនុស្សដែលធ្វើរឿងត្រូវតែធ្វើឲ្យមានគោលដៅបៃតាក៏បំពេញបំណងរាជទាជាមួយមហាក្សត្រយ៉ាងនេះទៅព្រះអង្គមិនអាចព្រមទេព្រះអង្គបើមហាក្សត្រយ៉ាងនេះនិយាយទៅហើយអញ្ចឹងយើងមិនហាមឃាត់ទេព្រះអង្គដល់ពេលចុងក្រោយពួកយើងគឺជាអ្នកដែលត្រូវគេបោះបង់ចោលសិនអ្នកដែលធ្វើបាបគេនោះកុំទៅត្រូវគេធ្វើបាបវិញទេដល់ថ្ងៃមុនពួកឯងមកធ្វើបាបយើងពួកឯងគិតថាពួកឯងអស់ចិត្តណាស់មកមើលងាយចន់ឈ្លីយើងនៅពេលនេះការឈឺចាប់ទាំងនោះវាថែមមកលើពួកឯងនៅពេលនេះពួកឯងបានស្គាល់រសជាតិនៃការឈឺចាប់នេះហើយណាឈិងស៊ីយើងខុសហើយឈិងស៊ីយើងមិននៅខាត់ពេលជាមួយពួកឯងទេកាត់ខែត3ក្រុមទាំងប្រាក់38លានតម្លឹងហើយឲ្យភ័យជាយិនមកធ្វើជាអ្នកតោះនៅនគរណានចៅរបស់ពួកយើងបែបនេះទៅផ្សំស្រមព្រះនាងខែទាំង3ជាមួយនឹងលុយសងនោះគេបានមកយកអស់ហើយពេលនេះពួកយើងបានចេញពីនគរយ៉ងទៀតនេះជាទឹកដីនគរណានចៅហើយក៏ជាទឹកដីគ្រួសារហានដែរវាជាការងាររបស់ទូលបង្គំ3ឆ្នាំមកនេះវាបានបញ្ចប់ហើយលោកនៅមានអីចង់និយាយទៀតអីព្រះនាងទូលបង្គំព្រះនាងទូលបង្គំសូមរីកាភ័យជាយើងគេនៅខាងមុខគេសូមជួបព្រះនាងហេខ្ញុំខុសហើយជាសៀបងខុសហើយសូមបងអូនជួបបងម្ដងទៅបងមានពាក្យចង់និយាយជាមួយនឹងអូនឈិនសៀបងពិតជាដឹងខុសហើយបើមិនជួបបងទេបងមិនងើបទេព្រះនាងត្រង់គ្មានអីចង់និយាយទេហ៎មិនបានជាអញទៅជួយនិយាយជំនួសវាអញ្ចឹងណាមិនដឹងនោះស្មានថាអញទៅមានអារម្មណ៍អីលើវាហើយព្រះនាងទូលបង្គំលោកមិនតបឈីនេះមិនមែនពីដឹងទេព្រះនាងទូលបង្គំគិតថានឹងប្រើវិធីធ្វើបាបខ្លួនឯងមកឲ្យព្រះនាងអាណិតមិនដឹងយើងដូចដែរអញ្ចឹងយើងមិនអាណិតវាសំបីបន្តិចទេឲ្យវាលុបជង្គង់ទេពួកយើងទៅសាកយ៉ាទេលោកនៅឈើអ្វីទៀតមួយផ្លូវនេះលោកមកដល់លោកហើយលោកខានហូបបាយមកចាំមាត់យូរហើយឆាំក៏ចុះទេអរប្រគុណព្រះនាងណែព្រះនាងខ្លាចអីអញមិនមកជួយយើងរាប់សិបយុទ្ធទេនេះយើងចាំមកហូបឲ្យលោកនោះមិនបានទេឈិនសៀសូមអូនលើកលែងបងផងទៅឈិនសៀអូនធ្វើស្អីហ្នឹងអូនជាប្រពន្ធបងណាទីនេះគ្មានប្រពន្ធឯងទេទីនេះមានតែព្រះនាងនគរចៅតែប៉ុណ្ណោះទេឯងដឹងពីតារាឯងផងទៅពេលនេះឯងជាអ្នកទនគរចៅយើងដឹងហើយឈិនសៀព្រះនាងពេលនេះបងស្ដាយក្រោយណាបងស្ដាយក្រោយ
បើបងមិនទៅឬប៉ាជាមួយនឹងឈិនសៀទេបងមិនខ្លាចតែជាអញ្ចឹងទេបងពិតជាថោកទាបណាស់អញមករំខានយើងសោះកាយ៉ាហើយឈិនសៀសូមបងអូននេះអូនស្អប់បងអញ្ចឹងហ៎ស្អប់ដល់ថ្នាក់ចង់សម្រាប់បងផងហ៎មិនមែនដូច្នេះទេអញចឹងទៅព្រះនាងយើងខ្លាចជាស្រេចស្រីមិនមែនពេលនេះអញមកតាមបានទេតាមឋានៈអញពេលនេះមកធ្វើជាកញ្ចេះគេនោះក៏ចាត់ទុកថាឯងនេះតោងគេណាស់ទៅហើយអូនទៅធ្វើជាស្រេចស្រីនគរចៅមនុស្សប្រុសគេមានអំណាចជាមនុស្សស្រីគេមិននឹងឲ្យអូនឡើងធ្វើជាស្រេចស្រីនោះអាភ្លើព្រះនាងមានតប 100000 នាក់មានសម្ភារបំពាក់រាប់រយតោនកុំថាឡើយធ្វើជាស្រេចស្រីនគរចៅនោះទោះបីធ្វើស្រេចផាត់ដីទាំងមុខក៏បានដែរបើមិនចេះតែឈ្នះយើងមិនបានខ្វាក់ភ្នែកទេឈិនសៀបើអូនរាប់ពីឋានៈរបស់អូនតាំងពីដំបូងមកពួកយើងមិនអាចដើរដល់ចំណុចនេះទេមិនក៏អូនមកលក្ខណៈអញ្ចឹងមិនក៏មិនសើពីមុនអញខុសហើយទោះបីចែកដឹងថាយើងគឺជាអ្នកណាតាំងពីដំបូងអញគ្រាន់តែមិនស្នំពីដំបូងទេពេលអញឡើងធ្វើស្ដាញ់អញនឹងរកលេខផ្សេងមកយកស្នាប់ដដែលផៃជាយិនអាភាពអន្តរខ្សែជាមួយនឹងភាពអាត្មានិយមឯងនេះវាបង្ហាញនៅលើខ្លួនអាចឆ្កែអញទាំងអស់ឈប់រកលេងដើម្បីលើកមុខមាត់ខ្លួនឯងទេនាងប្រកាសជាស្រឡាញ់មនុស្សម្នាក់ក្នុងមួយជីវិតនាងគិតថាពេលនាងឡើងធ្វើស្ដេចហើយនាងនឹងមានប្រតិទិនតបដែរអញ្ចឹងយើងប្រកាសជាមិនអាចទេដឹងហេតុនេះយើងមិនទៅសន្យាទេតែថាក្រោយយើងឡើងធ្វើជាស្ដេចឬអានយើងមានសន្និសាទតែម្នាក់ឬអានយើងមានស្នាមឬអត់នោះអញគ្មានសិទ្ធអីចេះដឹងទេប៉ុន្តែយើងមិនទៅក្បត់សន្យាគេទេយើងមិនទៅសន្យានៅអ្វីដែលយើងមិនអាចធ្វើបានឬតែមិនអាចរកលេខឲ្យខ្លួនឯងក៏ប្រតែអាភាពក្បត់ឲ្យខ្លួនឯងដែរបើឯងមិនធ្វើដូចជង្គង់សមររាជសារសន្យាថានឹងរៀបការជាមួយយើងតែម្នាក់នោះថ្ងៃនេះទោះបីជាឯងមានប្រពន្ធ100នាក់នោះក៏គ្មានអ្នកណាគេបន្ទោសឯងដែរឈិនសៀបងខុសហើយបងវ៉ាអូនទៅអាការបងម្ដងទៅនោះមិនជារឿងអាការអ្វីទេផៃជាយិនអញមិនដែលដឹងថាយើងចង់បានអីនោះទេអញក៏មិនដឹងពីបញ្ហាអ្វីដែរបញ្ហាមិនមែនមកពីឯងមានស្នាមប្រមាណអ្នកទេគឺអញក្បត់សន្យាខ្លួនឯងហើយអញនៅតែមកបន្ទោសអ្នកដទៃទេតាមពិតយើងភ័យជាក៏ខ្លាចជាមនុស្សដែលយើងស្អប់ជាងគេដែរតែឈិនសៀនាងមិនអាចអះអាងឋានៈថានាងខ្លាំងមកធ្វើបាបដល់យើងបានទេផៃជាយិនយើងសួរឯងបើចឹងមិនមែនត្រឹមតែជាពេតម្នាក់នោះហើយចឹងគ្មានខ្លាំងនឹងឯងនោះតែយើងទៅជាយ៉ាងណាយើងនៅតែខំនៅដំណាក់ខាងក្រៅពេញមួយជីវិតស្លាប់ដោយសារឈឺចិនឬក៏ស្លាប់ក្នុងដៃមហេសីឯងអ៊ីងស៊ីវយ៉ានោះគ្មានចំណុចទី3ទេអញមានអាណិតអ្វីដែលនគរអញធ្វើដាក់យើងទេពួកអញមានគិតថាពួកអញអាណិតធ្វើបាបគេទេពួកអញធ្វើបាបគេមុនហើយនៅមកថាគេមានអំណាចជាងធ្វើបាបពួកអញអ្នកប្រមាថគេនោះគង់តែត្រូវគេប្រមាថវិញអ្នកសម្លាប់គេនោះគង់តែត្រូវគេសម្លាប់វិញបបកម្មនោះវាមានពិនកម្មអ្នកណាធ្វើអ្នកនោះទទួលគង់តែត្រឡប់ទៅរកឯងវិញព្រះនាងចិត្តដាច់មែនទូលបង្គំសុំសរសើរត្រូវហើយទ្រង់ឲ្យខ្ញុំស៊ើបរឿងយសពនោះវាជាតម្រូវហើយចាំមកក៏តាក់ចុងនេះក៏ប្រតែសបិនមួយបើជាមានអ្នកឆ្លងកាត់រឿងដូចជាយើងចឹងមែនហើយនៅក្នុងការគ្រប់គ្រងរបស់គ្រួសារហាន់មានមនុស្សជាច្រើនដែលយល់សប្តិដូចគ្នានោះនៅក្នុងការយល់សមគេឃើញមនុស្សប្រុងដែលមិនច្បាស់លាស់ម្នាក់ក្រោយមកពួកគេទៅជុំគ្នានៅគ្រួសារហាន់ហើយក្បាត់ខ្លួនទៅហេណែនាងមើលទៅមួយនេះពិតជាមិនអន់ទេណាហ៎បើជាមានរឿងចឹងផងនេះនៅទីនេះតើសើបិដឹងរឿងនេះមកនៅពេលយើងមកនគរតាក់ចុងនេះយើងក៏គិតថាយល់សប្តិនោះមិនស្រួលហើយនៅពេលយើងយល់សប្តិហើយនោះក៏តម្រាំងមកទីនេះគេមានចេតនាឲ្យយើងចាក់ចេញពីនគរណានចៃដើម្បីចូលមកតាមសុបិននេះឈិនសៀឆាប់ជួយបងផងមនុស្សស្រីដែលយល់សប្តិដូច្នេះចុងក្រោយពួកគេក៏នាំគ្នាមកគ្រួសារហាន់នេះព្រឹកស្អែកនេះសប្តិនេះឲ្យយើងបាទឈិនសៀឯនៅក្នុងតង់យូរយ៉ាងនេះទៅហើយឯងជាអ្នកក្រៅមិនក៏ឯងមកនៅក្នុងបន្ទប់ព្រះនាងយូរយ៉ាងនេះមានពាក់ព័ន្ធស្អីនឹងឯងជាយិនឯងស្រឡាញ់ព្រះនាងមែនទេយើងនឹងសម្រាប់ឯងយើងនឹងសម្រាប់ឯងយើងទេត្រូវមែនឯងពិតជាស្រឡាញ់យើងមែនឯងស្លាប់ចិត្តនេះទៅនាងជាស្រីរបស់យើងបើឯងខ្លាំងស្លាប់យើងទៅចាំមកឈិនសៀសងសឹកឲ្យយើងឬក៏អត់នាងនឹងមានយើងក្នុងចិត្តទេពេលនេះយើងសើយ៉ាងណាក៏យើងធ្លាប់ជាមនុស្សរបស់ព្រះនាងដែរឯងហ៊ានថាទេឯងជាមេតបឈិនសៀគឺជាមេតបដែលខ្លាចជាងគេតាមពិតក៏ឯងកំសាកដូចជាកណ្ដុរទេឯងតែស្រឡាញ់អ្នកដែលឯងមិនគួរស្រឡាញ់ឯងមិនហ៊ានសូម្បីតែប្រាប់គេផងយ៉ាងម៉េចឯងនិយាយទៅមើលពិតទេណាព្រះនាងផៃជាយិនតែបញ្ឈឺឲ្យមេតបខឹងហើយមេតបខឹងនៅសម្រាប់វាឥឡូវហើយតែសម្រាប់ផៃជាយិនក៏មិនអីដែរព្រះនាងចេញតែមើលខ្ញុំខ្លាចថាវាធ្វើឲ្យប្រឡាក់ដៃលោកមេតបឈីនោះទេយើងនិយាយចំចំណុចឯងខឹងហើយហ៎សម្រាប់យើងមកបើខ្លាំងឯងសម្រាប់យើងមកសម្រាប់យើងមកអញនិយាយត្រូវយើងឈីជិនពិតជាស្រឡាញ់ព្រះនាងមែនគឺយើងបានធំឡើងជាមួយនឹងព្រះនាងទៀតផងនិយាយការពិតទៅចុះពេលព្រះនាងទៅរកគេនៅនគរយងនោះព្រោះតែយល់សពយើងរត់តែលើកតបមកទេនគរចុងទេតែនោះជាបំណងព្រះនាងយើងត្រូវតែគោរពរហូតដល់10ថ្ងៃមុន
ព្រះនាងថាចង់លីលាជាមួយឯងយើងខឹងដូចជាភ្លើងអញ្ចឹងតែច្រើនជាងនេះគឺជាការរអៀលចិត្តយើងពិតជាខឹងខ្លាំងណាស់យើងខឹងនឹងឯងគឺស្រឡាញ់ព្រះនាងមែនវាល្មើសនឹងច្បាប់ហើយឯងមានទោសសន្តិស្លាប់វាខុសច្បាប់ហើយអញ្ចឹងជីវិតយើងនេះគឺព្រះនាងជាអ្នកឲ្យមកយើងទេបើស្លាប់ក្នុងដៃព្រះនាងក៏វាសមនឹងតម្លៃនេះដែរនាងគ្រាន់តែប្រាស្រ័យឯងទេត្រូវព្រះនាងប្រើប្រាស់វានឹងមានរឿងល្អអញ្ចឹងហើយយើងមកបម្រើព្រះនាងអស់ពីចិត្តហើយឯងគ្រាន់តែជាកណ្ដុរនៅក្នុងលូតែប៉ុណ្ណោះទេឯងសំរស់នៅក្នុងលូឯណោះណាព្រះនាងមិនតបឈីគីរឿងនេះកុំលើកមកនិយាយទៀតអីឆាប់ទៅសម្រាប់អីតាមពិតមិនតបឈីនេះលុយស្រឡាញ់ព្រះនាងយកមកហើយព្រះនាងមិនតបឈីគេប្រកែកគ្រប់យ៉ាងគេល្អជាងអភ័យជាយាននោះរាប់ម៉ឺនដងឆាប់ទៅសម្រាប់អីស្អែកនេះត្រូវទៅផ្ទះគ្រួសារហាន់សមើរឿងក្តីទៀនពិតជាល្អមែនល្អខ្លាំងណាស់ចាំមកផ្ទះគ្រួសារហាន់វាគឺដូចជាយកសັບអញ្ចឹងប្រហែលជាយកសັບ3ឆ្នាំមុនវាពាក់ព័ន្ធជាមួយនឹងហាន់ជីនឆឹងហើយមិញយីអាចចាំមកគ្រួសារហាន់ជាមួយនឹងយើងមើលនាងគឺជាមនុស្សដែលមកតាមរកយល់សັບនោះហីនឹងមិនឆាប់ចូលក្នុងទៀនយកសັບអីនាងបានថាចាំមិនទេអ្នកដែលមកទីនេះក៏ព្រោះតែការយល់សັບមួយនៅក្នុងយល់សັបនោះមានអ្នកដែលនាងស្រឡាញ់ជាងគេនៅក្នុងយល់ស័ព្ទប្តីរបស់នាងគេឈឺគេស្វែងរកឲ្យនាងជួយមករហូតគឺបែបនេះយើងយកសັບបែបនេះមករហូតរយប់មានមនុស្សអ្នកបង្ហាញខ្លួននៅក្នុងសុបិនយើងមិនឃើញមុខគេអីប៉ុន្តែកសែភ្នែកគេអង្វរយើងមករហូតមិនបានជាមនុស្សក្នុងយល់សັບមានសុបិនដូចគ្នាច្រើនយ៉ាងនេះមិនជានាងមានសំណួរច្រើនមិញចរិតនាងនេះមកនិយាយជាមួយយើងនេះមកដំណាក់ហានយើងនេះឋានៈនាងមានតែមួយគុណនោះគឺជាទាសកោឆាប់ចូលទៅឆាប់មកនេះចូលព្រាមទៅនាងគឺនៅទីនេះហើយព្រះនាងតើពេលនេះគិតធ្វើយ៉ាងម៉េចទៅតាមផានកាត់អីព្រះនាងសុទ្ធដឹងហើយគេនិយាយថាដំណាក់ហានជាងចឹងមួយខែវាមនុស្សស្រី30នាក់មកសុំចំណងពួកគេទាំងអស់បាននិយាយថានាងមកប្រកបទៅទីមកតាមរកប្តីរបស់ពួកគេនេះជាសត្វដេរឆាននេះហាន់ជីនឆឹងវាបាច់ជាហ៊ានផងអីវាពិតជាចម្លែកណាស់ដំណាក់ហានមានមនុស្សច្រើនជាងប៉ុន្តែមិនជាងហើយក៏គ្មានសាកសមឬស្លាប់ណាស់អ្វីរបស់មនុស្សស្រីដែរវាហាក់បីដូចជាសាកសពទាំងអស់ត្រូវបានរលាយបាត់អស់អញ្ចឹងយប់នេះយើងជាមួយមីងយាចូលក្នុងដំណាក់ហានបន្លំខ្លួននៅពេលយើងចុះបានដល់ម៉ោងហើយនោះឯងនាំមនុស្សឡាំពាត់ដំណាក់ពួកគេទេនេះគឺគ្រោះថ្នាក់ណាស់មិនប្រឆ័យចាប់ខ្លាំងមិនបានទេហើយចាំប្រកាយក្បាច់គុណចាស់ខាងឆ្នាំអ៊ឺយើងជាគ្រួសាររាជវង្សគ្រួសារហានវិញនោះធ្វើអ្វីយើងមិនបាននោះឡើយក្រាបទូលម៉ែណៃរឿងនេះចាប់ផ្ដើមតាំងពីកាត់អីគឺពេលឆ្នាំ21គឺជាពេលដែលព្រះនាងចាក់ចេញពីណានចៅមកនោះហើយ3ឆ្នាំនេះមានមនុស្សស្រីរាប់ពាន់នាក់បានខ្លួនពីទីនេះទេពួកគេយកសັບដូចជាយើងអាចកំបាននៅក្នុងយកសັບនោះតើវាគឺជាអ្វីឲ្យប្រកាសទេលើកនេះណាមនុស្សស្រីនៅមកលើកនេះមិនចេះស្រស់ស្អាតមួយទេនេះឈ្មោះអីទៅខ្ញុំប្រកាសជាមិនមកជាអ្នកច្រៀងនៅបានទីលោកម្ចាស់សមតាដោះលែងពួកយើងទេចូលដំណាក់ហានយើងហើយនាងចង់ទៅវិញផងអីបំរើលោកម្ចាស់ឲ្យល្អទៅយើងអាចទុកជីវិតឲ្យនាងបានវាក៏ល្អណាស់ទៅហើយនាងជីងទៅចាំព្រឹកស្អែកនេះចាំមកនិយាយពីច្បាប់ទម្លាប់ចុះយើងទ្រាំលេងបានទៀតហើយមុខមាត់របស់នាងនេះណាពិតជាគួរតាក់ទាញខ្លាំងណាស់នេះជាស្អីទៅខ្ញុំស្មៅព្រៃពេលនេះតទៅឯងនឹងត្រូវបាត់បង់ការចងចាំនេះហើយមិនដឹងអ្វីទេយើងសួរឯងប្រហែលឆ្នាំនេះតែមនុស្សស្រីអស់នោះពួកនាងគេយកទៅណាទេណានចៅទៅរាជធានីគេយកទៅធ្វើអីធ្វើស្រីបនធ្វើជាទាសកោហើយយកទៅឲ្យមន្ត្រីហើយនឹងពួកអ្នកការរកស៊ីនេះគេរកលុយឲ្យឯងបានប្រហែលមិនមែនដើម្បីលុយទេគឺដើម្បីទៅកោសទាញពួកមន្ត្រីហើយនឹងអ្នកមានពួកមនុស្សស្រីអស់នោះសុទ្ធតែត្រូវបានគេបង្ហាត់ហើយទៅចាប់យករឿងមិនល្អរបស់ពួកមន្ត្រីនៅអ្នកមានពួកអស់នោះហើយប្រើរឿងទាំងអស់ទៅគ្រប់គ្រងពួកគេគ្រប់គ្រងមន្ត្រីទាំងមូលរបស់ណានចៅប៉ុន្មានឆ្នាំនេះអញគ្រប់គ្រងមន្ត្រីបានប្រហែលអ្នកដែរហើយស្ទើរតែទាំងអស់ហើយពួកយើងគ្រប់គ្រងព្រមទាំងសាររាជវង្សផងដែរមន្ត្រីថ្នាក់ខ្ពស់និងមន្ត្រីថ្នាក់ទាបទាំងអស់សុទ្ធតែត្រូវបានពួកយើងគ្រប់គ្រងស្ទើរតែទាំងអស់បាត់ចុះហើយព្រះនាងនិយាយអញ្ចឹងនគរណានចៅទាំងមូលពួកវាទាំងមូលស្ថិតក្រោមការគ្រប់គ្រងរបស់ពួកវាទាំងអស់ហើយមេខ្លាំងគឺជាអ្នកណាទេមេខ្លោគឺខ្លាំងគឺព្រះគ្រូអីមកក៏គេធ្វើអញ្ចឹងនោះគឺជាមនុស្សស្រីមានចំនួនរាប់ពាន់នាក់នេះព្រះគ្រូចង់ឡើងសោយរាជគេសន្យាជាមួយពួកយើងថាពួកយើងទាំងអស់គ្នានឹងមានលុយចាយមិនអស់ទេ
ហើយមនុស្សស្រីគ្រប់គ្នាទាំងអស់នឹងខ្លាចជាទាសករមនុស្សស្រីទាំងអស់គ្នានោះតែគ្រូថាគ្រាន់តែជាថ្មជន់ឡើងរបស់គេទេកុំថាឡើយស្លាប់រាប់ពាន់អ្នកនោះទោះបីជាមនុស្សស្រីទាំងអស់នោះស្លាប់ទាំងអស់ក៏ដោយក៏គ្មានបញ្ហាដែរ ព្រះគ្រូគេប្រាប់មកស្ជប់បាយអីដើម្បីឲ្យស្រីទាំងនោះមកកណ្ដាលហាន ព្រះគ្រូគេមានវត្ថុទឹកមួយអាចបញ្ចូលសពបានអាចបដូរជាសពបានគេធ្វើឲ្យមនុស្សស្រីគ្រប់គ្នាសុបិនដូចគ្នាហើយឲ្យទៅកន្លែងតែមួយហើយប្រកល់ខ្លួនឲ្យគេតាមពិតគឺបែបនេះសាញ់មិនបានជាផានការមួយនេះតើតាចាប់ផ្ដើមរយៈពេល3ឆ្នាំមុនអញ្ចឹងថាជាពេលដែលព្រះនាងឈីនហងមិននៅក្នុងនគរដែរគេត្រូវចាំឲ្យព្រះនាងចេញពីណានចៅហើយទើបព្រះគ្រូធ្វើរឿងធំអស់នេះព្រះនាងឈីហងស្រីថោកទៀតនោះចេញពីណានចៅទៅតែយងគឺជាការស្រមើស្រមៃដែលព្រះគ្រូបានរៀបចំឲ្យវាសបិននោះទេវាបានចេញទៅតាមរកមនុស្សក្នុងក្តីស្រមៃរបស់វាតាមពិតវាមិនបានដឹងទេថាវាល្ងងនោះទេតាមពិតទៅព្រះគ្រូជាអ្នកធ្វើឲ្យវាយកសបិនឃើញនោះទេអញក៏ចង់មកហើយតាមពិតគឺអញ្ចឹងសាញ់អ្នកនៅក្នុងយល់សពយើងនោះមិនមែនជាការពិនភ័យជាយានក៏មិនមែនជាអ្នកដែលយើងតាមរកដែរយ៉ាងបានសាច់ចង្អល់របស់ជើងនោះហើយព្រះនាងអញ្ចឹងគិតធ្វើយ៉ាងម៉េចអីសម្រាប់វាចោលទេដែលឆានដូចវាអញ្ចឹងតើក៏គ្មានបានកាត់ដែរចាប់បានល្អណាស់នាងថាប់ទីមនាងអញហ៊ានធ្វើបាបលោកម្ចាស់មែនពួកឯងចាប់ពួកវាទៅហើយនៅអំរាខ្លាំងមកឲ្យមកចាត់ការពួកវាឲ្យវាផឹកថ្នាំកុំឲ្យមានកូនផងបើវាមានកូននោះអញ្ចឹងក៏ចាត់ទុកថាវានេះគឺលែងមានប្រយោជន៍ដល់ពួកយើងហើយនឹងឲ្យវាធ្វើជាស្រីលក់ខ្លួនពួកឯងថាខ្លួនឯងមានតអ្វីទេពួកឯងឆាប់ដល់លែងពួកយើងភ្លាមនាងពួកយើងមិនផឹកថ្នាំងាប់អ្វីទេខ្លាចថាចូលដំណាក់ហានយើងហើយមិនមែននាងអញព្រមមិនព្រមនោះទេពួកឯងចាត់ការទៅល្អណាស់ស្រីថាប់ទីមនាងអញខ្លាំធំណាស់ពួកឯងចាត់ការវាទៅឆាប់វាយវាភ្លាមទៅនេះពួកឯងធ្វើស្អីគេខាងចិញ្ចឹមឯងដឹងថាអ្នកនៅចំពោះមុខឯងនេះគឺជាអ្នកណាទេជាអ្នកណាវាសំខាន់ណាស់ទេនាងឯងហ៊ានមកដាក់ថ្នាំយើងទោះនាងឯងជាប្រនាងក៏ដោយក៏នាងឯងនេះមិនអាចចេញផុតប្រហែលអញគឺជាប្រមុខគ្រួសារហាន់គឺជាមន្ត្រីធំអញឲ្យអំណាចធ្វើបាបគេមកចាប់មនុស្សស្រីអញមានខកអីពីចោលនោះនៅក្នុងផ្នែកអញមានច្បាប់ទេច្បាប់បាទពួកនាងនិយាយពីច្បាប់នៅទីនេះណាយើងក៏ចង់សើចខ្លាំងណាស់នៅទីនេះណាយើងគឺជាច្បាប់ពួកឯងចាប់ចូលទៅចាប់វាភ្លាមទៅចាប់វាទៅដាក់គុកទៅហើយយើងបដៅនាងម្ដងណាស្រីស្អាតដូចជានាងអញ្ចឹងយើងចង់បដៅខ្លាំងណាស់ក្រែងនាងជាប្រនាងនាងស្រេចទៅហើយណាក៏អត់មកប្រនាងនោះណានាងជាប្រនាងបើអញ្ចឹងយើងនេះជាស្ដេចហើយយើងសាក់ម្ដងចាំមើលណាយកកាប្រនាងមកឲ្យវាពាក់ទៅយើងណាលេខស្រីអស់ឆ្នាំហើយមិនដែលសាក់ដូចជាប្រនាងទេចាំមើលចង់ដឹងថាតើវាអែនប៉ុណ្ណាទៅអញហ៊ានយកខោព្រះអង្គទុកផងអញចង់ងាប់ហើយអ្នកចង់ងាប់នោះណាគឺជានាងទេចាត់កាត់ទៅចាំមើលណាហ៊ានហានចិញ្ចឹមហើយហ៊ានមកប្រមាថប្រនាងមកចាត់ផងក្បាលវាយវាប្រមាណណាទៅចាំមើលណាហ៊ានហានចិញ្ចឹមហើយហ៊ានមកប្រមាថប្រនាងមកចាត់ផងក្បាលវាយវាប្រមាណណាទៅថាមិនគឺជាប្រនាងជាយិតឯងគឺជាជាណាកុំស្លាប់យើងអីព្រះនាងនេះវាមិនអាចជាព្រះនាងនោះព្រះកញ្ចាស់ថោកទីមនាងហ៊ានយកថ្នាំឲ្យមានកូនអត់ព្រះនាងយើងផងនាងឯងនេះចង់ងាប់ហើយមកប្រដៅព្រះនាងយើងនាងថោកទីមអញហ៊ានផងអីយ៉ាខ្ញុំខុសហើយខ្ញុំឡើងហ៊ានទៀតហើយគឺមកពីខ្ញុំខ្វាក់ភ្នែកនេះរកឃើញមនុស្ស20នាក់នៅក្នុងក្រុមនេះមិនតាន់ត្រូវគេធ្វើបាបទេពួកយើងបានជួយជាមកហើយព្រះនាងពួកអននេះចាត់ការយ៉ាងម៉េចទេ3ឆ្នាំនេះវាធ្វើឲ្យមនុស្សស្រីរាប់ពាន់នាក់ចាំបាច់ត្រូវមកសួរដែរក្រាបទូលអត់ទេយើងសូមបងណាកុំសម្លាប់យើងអីណាយើងនេះនឹងមានប្រយោជន៍ទៀតណាយើងអាចទៅនេះខាងនេះអាចទៅបកកាប់ប្រគ្រូបានណាមិនតែកាត់ទីទៅនេះកុំសម្លាប់យើងអីណាគ្នាយើងនៅនេះច្បាស់ច្រើនណាបើនេះសម្លាប់យើងប្រគ្រូគង់ទៅសងសឹកយើងទេនេះសម្លាប់យើងទីតែបងទៅនៅក្នុងដំណាក់ហាននេះមានសត្វតែជាមនុស្សស្រីយើងទៀមទាតែម្យ៉ាងទីនៅក្នុងនោះម្នាក់ក៏មិនຕົកដែរក្រាបទូលព្រះនាងបានជួយជីវិតឆាប់ប្រាប់ឡើងមកសញ្ញាឈន់លោកឆាប់ទៅរកផ្ទះស្រីអស់នោះមកបញ្ជូនពួកនាងទៅផ្ទះវិញអសុវត្ថិភាពទាំងអង្គក្រាបទូលព្រះនាងសម្រាប់មនុស្សច្រើនយ៉ាងនេះនាងគឺជា
មនុស្សអាក្រក់មែនទេពេលនាងសម្លាប់នោះពួកវាសាំតែងំពេលនាងសម្លាប់ពួកវាកាន់តែច្រើនពួកមនុស្សស្រីយើងកាន់តែមានសុវត្ថិភាពពួកអញចាំទុំជីវិតពួកយើងគឺព្រះនាងជាអ្នកឲ្យលើលោកនេះអ្នកណាអាចថាព្រះនាងអាក្រក់បានប៉ុន្តែពួកយើងមិនអាចទេយល់បានហើយនឹងព្រះនាងមនុស្សក្នុងគ្រួសារអាហានមកស្លាប់អស់មិនជាមិនកើតបានចឹងព្រះនាងសូមព្រះនាងអភ័យទោសផងប៉ុន្មានឆ្នាំទៅបង្គំរបស់ទៅធ្វើសង្គ្រាមមិនដឹងថារាជការត្រូវបានប្រកួតគ្រប់គ្រងទេខ្ញុំនេះពិតជាថ្មីប្រហែលណាស់កើតបានហើយមិនបន្តលោកទីអ្នកណាដឹងថាព្រះគ្រូនោះវាថ្នាំធំចឹងនោះព្រះនាងពេលនេះពួកយើងមិនអាចទៅរាជធានីវិញបានទេពួកយើងកំពុងតែជួបប្រទះបញ្ហាធំមួយទូកុំមិនសូវដឹងថាព្រះគ្រូបានរៀបចំមកកប់ទាហានត្រៀមចាប់ព្រះនាងរួចហើយចាំតែពេលដែលព្រះនាងត្រឡប់ទៅវិញនោះទេហើយព្រះគ្រូបញ្ជាទៅព្រំដែនឲ្យវាកំទេចវាសង្គ្រាមចោលហើយព្រំដែនក៏ទៅមិនបានហើយកងទ័ពរបស់យើង14នាក់ក៏ត្រូវការហូបចុកទៀតហើយពេលនេះស្បៀងរបស់ពួកយើងគឺនៅសល់ដល់3ថ្ងៃនោះទេវាដូចជាដីគ្មានទឹកអញ្ចឹងគ្មានស្បៀងគ្មានអាកាសហើយនៅគ្មានព្រះនាងខ្ញុំអាចារ្យអង្គថាត្រង់មិនព្រមចាញ់ទេព្រះនាងចង់ទៅរាជធានីយើងវិញចាត់ការព្រះគ្រូនោះប៉ុន្តែព្រះគ្រូនោះបានរៀបចំផែនការអស់រយៈពេល3ឆ្នាំហើយមែនហើយព្រះនាងយើងទៅរាជធានីពេលនេះដូចយកពលមកនៅចុះនឹងថ្មអញ្ចឹងតបយើង100000ដែរនេះទៅទល់មករាជធានីដូចជាគ្មានសង្ឃឹមនោះទេអ្នកណាថាយើងទៅរាជធានីណាំចៅវិញនោះយើងមានកងទ័ព100000នាក់យ៉ាងនៅទីនេះគឺជានគរហើយពួកយើងមិនទៅណាំចៅទេហើយក៏មិនទៅព្រំដែនដែរបានអញ្ចឹងទៅណាទៅបាក់ទៅត្រឡប់ក្រៅវិញទេទៅវាយលោកនគរតាក់យ៉ងទេបាននគរណាំចៅយើងត្រូវព្រះគ្រូគ្រប់គ្រងហើយអញ្ចឹងពួកយើងក៏ដូរនគរទៅនគរតាក់យ៉ងវិញទេស្ញៀបដូរនគរមានទ័ព100000នាក់ក្នុងដែរទីណាក៏អាចទៅបានដែរពេលនេះនគរតាក់យ៉ងក៏បដូរទឹកដីនោះចោលក៏បដូរនគរនោះចោលបើព្រះគ្រូមិនឲ្យយើងទៅនគរវិញទេអញ្ចឹងយើងក៏ឡើងសាររាជនៅនគរតាក់យ៉ងទេទៅគ្រប់គ្រងតាក់យ៉ងទាំងមូលចាំពេលនគរតាក់យ៉ងវានឹងនៅហើយនោះចាំទៅវាយបកទៅកាន់នគរណាំចៅយើងវិញព្រះនាងពិតជាមានផែនការល្អមែនធ្វើរឿងណាផ្សេងមិនហ៊ានធ្វើនោះទេពិតជាកត់សរសើរព្រះនាងណាស់ល្អណាស់ល្អណាស់មិនទៅណាំចៅគ្រប់គ្រងតាក់យ៉ងពេលឡើងសាររាជហើយវិបបពួកវាវិញគ្រប់គ្រងទាំងអស់ខ្ញុំឈីយាងព្រមស្លាប់ដើរតាមព្រះនាងពួកយើងព្រមដើរតាមព្រះនាងព្រមស៊ូស្លាប់កើតឡើងមកឆាប់ចេញបញ្ជាអាចតបចេញដំណើរទៅវាយលោកនគរតាក់ចឹងក្រាទូលទឹកដីតាយ៉ងដូចជាសត្វស្លាប់នៅក្រោមដើមឈើរាប់មើលដើមយើងសួរទៅមេឃថានៅលើដីទឹកនៅក្រោមដីព្រះគ្រូយកមកពេលនេះឈៀងហោះត្រឡប់មកចូលទីក្រុងណានចៅវិញហើយពេលវាត្រឡប់មកវិញក៏រៀបតបមើលអ្នកចាំចាប់វាទៅមិនមែនទេប្រហែលថ្ងៃមុននាងដាក់គ្រួសារហើយក៏ត្រឡប់វាទៅក្រោយវិញវាទៅយកទីក្រុងតាយ៉ងតែម្ដងស្អីគេនាងបែរជាទៅនគរតាយ៉ងវិញយើងរៀបចំសំណាញ់ចាំចាប់វាពេលត្រឡប់មកវិញនេះវាត្រឡប់ទៅក្រុងតាយ៉ងវិញមិនអាចទេវាច្បាស់ទីទៅវាយកតាយ៉ងហើយវាបកយើងវិញពេលក្រោយមិនខានទេមិនអាចឲ្យវាធ្វើចឹងបានទេស្រួយចាំរៀបចំទៅសេះទៅយើងទៅរួមដាក់ជាមួយនគរតាយ៉ងដើម្បីកុំឲ្យវាយកបានយើងមិនអាចឲ្យវាមួយទេអាចក្រោកឡើងសាថ្មីបានទេបានមន្ត្រីគ្រប់រូបនគរតាយ៉ងរបស់យើងត្បិតតែទុនខ្សោយប៉ុន្តែយើងបានបញ្ជូនព្រះនាងឈិនហោមួយនោះត្រឡប់ទៅវិញបានហើយសូម្បីតែជាយាននោះក៏ត្រឡប់ទៅវិញអត់ដែរឲ្យតែទុកពេលឲ្យពួកយើងនេះមួយរយៈនគរតាយ៉ងរបស់យើងច្បាស់ជាអាចងើបឡើងវិញជាមិនខានទេសូមរីកាព្រះអង្គមិនស្រួលហើយនេះថាឲ្យភ័យស្អីនគរតាយ៉ងយើងមានយើងនៅហើយមិនក៏មិនអាចធ្លាក់មកដែរជាយានគេត្រឡប់មកវិញហើយជាយាននឹងព្រះនាងឈិនហោបានប្រាប់ត17នាក់បានវាសម្រាប់កំពុងតែឡងព័ទ្ធរបស់ទីក្រុងតាយ៉ងយើងហើយវាវិញហើយនេះវាទុកនគរតាយ៉ងរបស់យើងជាស្អីទៅវាចង់ទៅក៏ទៅចង់មកក៏មកវិញទៅដល់ណាឆាប់ប្រាប់យើងមកតែពេលពួកវានៅកន្លែងណាទៅសូវីកាពេលនេះសៀវឈិងស៊ីកំពុងទៅទៅដល់ទ្វារសៀនអ៊ូហើយទ្វារសៀនអ៊ូធ្លុះហើយកំពុងបាយដល់ទ្វារយ៉ងទីងសូវីកាទ្វារយ៉ងទីងគេបានវាធ្លុះបាត់ទៅហើយពេលនេះកំពុងតែឡងព័ទ្ធរាជវាំងហើយសូវីកាពេលនេះប្រទេសបានវាធ្លុះហើយចូលដល់ទ្វាររាជវាំងហើយហារីកយានសៀវឈិងស៊ីនាងឯងសាហាវហ្នឹងបើជាធ្វើបាបពុតយើងទៅជាអញ្ចឹងពេលនេះនាងមកវិញមកប្រមាថពួកយើងឯងកូននាងទៅជាអញ្ចឹងមិនយើងជាអ្នកធ្វើទេគឺវាធ្វើខ្លួនឯងនៅមុខតង់យើងមកធ្វើជាទូកំសត់ខ្លួនឯងទេគ្មានអីពាក់ព័ន្ធជាមួយនឹងយើងថាការដែលយើងមកវិញមិនមែនមកប្រមាថពួកឯងទេប៉ុន្តែគឺព្រះនាងសម្រាប់ចិត្តថានឹងមកតាយ៉ងជីងនេះវិញហើយឡើងសោយរាជនៅទីនេះហើយស្ដេចតាយ៉ងជីងនៅពេលនេះពួកឯងឆាប់ចុះចេញភ្លាមទៅហើយឲ្យយើងចុះចេញពីដំណើរយើងនេះមិនដាល់លឿនមកនោះទេហើយក្នុងរាជវង្សរបស់យើងគ្មានមនុស្សស្រីឡើងសោយរាជទេមនុស្សស្រីមានអីដែលមិនអាចឡើងសោយរាជបាននោះមនុស្សស្រីឡើងសោយរាជយើងនេះមិនដែលឃើញទេពេលនេះបានលឺហើយយើងនិយាយម្ដងទៀតចុះជិះពីដំណើរនេះខ្ញុំម្ចាស់ថាហើយសៀវឈិងស៊ីវាមានកំណត់មិនល្អទេសំណាងហេតុដែលខ្ញុំម្ចាស់ស្ដាប់តាមការណែនាំរបស់ព្រះគ្រូណាមចៅមុននោះព្រះគ្រូហ៎សៀវឈិងហោយើងអាចរត់គេពីអន្តរដាក់នៅណានចៅបានប៉ុន្តែនាងមិនដឹងនោះទេថាយើងមកដល់ទីនេះមិនរៀបចំអន្ទាក់ជាមួយនឹងស្ដេចតាយ៉ងរៀបចំដាក់នាងពេលនេះនៅទីនេះនាងក៏សង្ឃឹមថា
ai đột kích bán tiết ỏi xó អញគិតថាយើងស្មានមិនដឹងយើងឲ្យឯងមកចាប់តែញីអញ្ចឹងយើងដឹងថាឯងនៅម្ដលមុនហេតុនេះយើងក៏ຕົកតបនៅណានចៅ 30000 នាក់នៅណានចៅនៅពេលនេះគ្មានមេដឹកនាំដូចជាអ្នកគ្មានក្បាលនៅពេលនេះតបយើងបានវាលោកចូលទៅក្នុងនគរណានចៅទៅហើយនាងថប់ទៀតមើលមនុស្សគេឆ្លាតទេអត្តន័យ3ឆ្នាំមុនអញប្រាយកសັບមួយឲ្យយើងមកទីនេះឯងដើម្បីបានឡើងតំណែងមកធ្វើបាបយើងរហូតមកធ្វើយើងខាត់ពេលវេលាអស់3ឆ្នាំអញគិតថាឯងក៏ដល់ប្រដាប់គ្រប់យ៉ាងបានឯងមកទីនេះប៉ុន្តែយើងថាឯងនេះគឺមករកស្លាប់ដោយខ្លួនឯងនោះទេជីយិនចាត់កាត់ទេឆោកាប់ពេលយើងភ្លឺទៅមេពួកឯងងាប់ហើយគាត់ដល់គ្នាចាប់ចុះចាំទៀតទៅព្រះគ្រូនោះបើជាចាញ់វាទៅវិញយើងថាឲ្យបាត់គ្រូពើបានទេយើងមើលស្ថានភាពរបស់ជីយិនហើយហើយយ៉ចប់ហើយអញចាប់ចុះពីតម្លៃឲ្យព្រះនាងភ្លាមសៀវឈីងស៊ីទោះបីជានាងឡើងសៅរីហើយយ៉ាងម៉េចនាងនៅតែអាចកាត់ដដែលទេសូម្បីតែប្តីនាងអញក៏មិនខ្វល់ដែរយើងទទួលស្គាល់ទោះបីឯងសម្រាប់ព្រះគ្រូហើយឡើងសៅរីមែនប៉ុន្តែយើងមិនព្រមចាញ់មនុស្សស្រីឡើងសៅរីគង់តែត្រូវគេសរសេរក្នុងប្រវត្តិសាស្ត្រឲ្យឈ្មោះរាប់ម៉ឺនឆ្នាំសែវឈីងស៊ីនាងបានកោដៅនាងហើយអ៊ីនសែវឲ្យទៅព្រំដែនហើយគ្រូសាអ៊ីនរលីហើយតែជីវងរបស់យើងក៏បានបែកបាក់ដែរនាងបានហើយណាថៃជីយិនអញគិតថាយើងតែធ្វើរឿងទាំងនេះដើម្បីតែការសងសឹកអីនាងមិនមែនទេមិនមែនមិនថាឯងភ័យជាយិនអ៊ីនស៊ូយ៉ាងមហាក្សត្រយ៉ាងនេះនៅតែយកណានចៅទីមិនជាស្ត្រីយើងមិនដាច់ទៅពួកអញគឺជាស្ត្រី3ឆ្នាំនេះយើងដល់មកដល់ទីនេះយើងឃើញនោះគឺជាមនុស្សស្រីត្រូវគេធ្វើបាបគេសង្កាន់យើងមើលឃើញនោះមនុស្សស្រីត្រូវគេដាស់ដូរត្រូវបង្ខំឲ្យធ្វើស្នាមចំឆ្លីធ្វើបាបប៉ុន្តែបើជាត្រូវពិភពលោកភ្លើទាំងនេះជួយស្ដីប្រមាថទៅវិញអ្វីដែលយើងកាន់តែខឹងនោះគឺនាងក៏ជាមនុស្សស្រីដែរប៉ុន្តែនាងគ្មានចិត្តជាមនុស្សស្រីដូចគ្នានោះទេនាងគឺជាសត្វថោកទាមអ៊ីនស៊ូយ៉ាងមហាក្សត្រយ៉ាងនេះម៉ែដឹងពួកនាងសត្វតែមានឋានៈខ្ពង់ខ្ពស់ពួកឯងមានសមត្ថភាពបញ្ឈប់រឿងទាំងនេះនាងបែរជាបិទមាត់មកធ្វើបាបគេមកជួយពួកថោកទាបទាំងនោះមកធ្វើបាបមនុស្សស្រីទុនខ្សោយមនុស្សស្រីគេឈ្លោះគ្នានោះគឺជារឿងដែលថោកទាបពួកឯងនេះធ្វើគួរឲ្យសំណើចហ្នឹងគឺមនុស្សស្រីរាប់មិនអស់ខំគ្នាដើម្បីឡើងតំណែងគឺពឹងលើអាឆ្កែអស់នោះនៅគ្មានគេខ្មាញ់ពួកវាបែរជាមកសប្បាយចិត្តក៏ព្រោះរឿងទាំងនេះទៅវិញតំណែងអញ្ចឹងទោះបីជាឡើងជាម្ដាយពិភពលោកក៏ដោយក៏គ្រាន់តែជារបស់លេងរបស់អតីតឆានអស់នោះទេវាគឺជារឿងគួរឲ្យសំណើចក្នុងលោកសត្វរបស់យើងគឺជាពួកថាប់ទេគួរឲ្យសំណើចនោះទេមនុស្សស្រីមិនគួរមានអីមកចង់គិតសង្កត់នេះមនុស្សស្រីគួរតែមានសិទ្ធិស្មើនឹងបុរសមនុស្សស្រីគួរតែមានសមត្ថភាពសាងគុណសម្បត្តិជួយនគរបានប៉ុន្តែមិនមែនមកខំគ្នាព្រោះតែរឿងថាប់ទេយើងក៏នឹងឲ្យលើលោកនេះចាប់ផ្ដើមពីយើងទេមិនឲ្យអ្វីមកចង់យើងបាត់នោះអញ្ចឹងហើយរាជបល្ល័ង្កនេះយើងត្រូវតែធ្វើការគ្រប់គ្រងរាជនេះឲ្យបានទូបង្គំសូមឲ្យព្រះអង្គឆាប់ឡើងសោយរីហើយនគរនេះឆាប់បានសន្តិភាពសូមឲ្យព្រះអង្គឆាប់ឡើងសោយរីឲ្យទៅនគរនេះឆាប់ទទួលបានសន្តិភាពសូមឲ្យព្រះអង្គមានអាយុ10000ឆ្នាំ10000ឆ្នាំមានអាយុ10000ឆ្នាំ10000ឆ្នាំក្នុងឆ្នាំ24ពេលនាងឡានចៅឈីហុងបានគ្រប់គ្រងនគរតាយ៉ុងឈិនប្រាំពេល1ឆ្នាំគ្រប់គ្រងនគរតាមឆាហើយបានដូចឈ្មោះថាខ្ញុំក៏មិនដឹងដែរអ្នកបប្រាដាក់បើជារៀនគ្រប់ស្រទាប់បណ្ណាអាចរៀនសូត្រអាចប្រកបរបររកស៊ីអាចប្រឡងជាមន្ត្រីទៅធំតាមគ្រប់ឋានៈអាយុរាជការរបស់មនុស្សគ្រប់គ្នាចាប់ពី15ឆ្នាំដល់18ឆ្នាំហើយត្រូវមានប្រពន្ធមួយប្តីមួយជាដាច់ខាតបនស្រីទូទាំងប្រទេសត្រូវបានរំសាយកំឡុងពេលព្រះនាងឈីហុងឡើងសោយនេះប្រជារាស្ត្រគ្រប់រូបរស់នៅបានសុខសាន្តចាត់ទុកជាប្រវត្តិសាស្ត្រដ៏អស្ចារ្យទូបង្គំធ្វើតាមបញ្ជាបានវានគរកាលីបានមកហើយក៏ពិតជាធ្វើបានល្អណាស់ខាងក្រៅមួយនោះយើងឲ្យលោកតាំងពីច្រើនឆ្នាំមុននេះតែលោកទុកវានៅក្បែរខ្លួនរហូតនេះទូបង្គំអ្វីដែលលោកនិយាយជាមួយភ័យជាយិននៅក្រៅតាំងនោះយើងបានលើអស់ហើយជាយិននេះតែលោកពិតជាស្រឡាញ់យើងឯងទូបង្គំមិនហ៊ានទេទូបង្គំគាត់តែជាមនុស្សតូចតាចលោកឆ្លើយមិនតាមអ្វីដែលយើងស៊ូទេប៉ុន្តែយើងជាស្ដេចនេះយើងស្រឡាញ់មិនចាំបាច់គិតពីឋានៈអ្វីទេលោកឆ្លើយទេថាមិនឬអត់នឹងមិនចាំបាច់អៀនអ្វីនោះទេមិនលោកឆ្លើយតាមត្រង់ទេថាមិនឬអត់មិនចាំបាច់អៀនអ្វីឡើយមិនហើយលោកតាមកាពីយើងតាំងពីក្មេងមកយើងក៏មានគុណសម្បត្តិលើលោកយើងក៏ត្រូវការឲ្យលោកមានកូនជាមួយយើងដែរដើម្បីធ្វើការគ្រប់គ្រងនៅក្នុងទឹកដីនគរនេះជាយើងស្ដាប់អញ្ជើញយើងព្រះអង្គដល់ខែអញ្ចឹងទេព្រះអង្គណាព្រះអង្គទៀតអី
ព្រះឬច្បងតាយ៉ងបញ្ជូនទៅព្រំដែនអស់ពាក់កណ្ដាលហើយហើយជាយានគេបានឈើឡើងនៅពេលដែលបញ្ជូនទៅគេក៏ត្រឡប់មកវិញទីនេះឈិងសៀជួយបងផងជាច្រើនឆ្នាំមុនយើងនៅក្មេងនោះក៏បានមកដល់ទីនេះក៏ប្រតែការចូលសັບមួយមកលំបាកប្រតែស្នេហាយើងក៏បានចូលមកទីនេះជួយរាជបុត្រនគរនេះបើសិនជាអាចត្រឡប់ទៅជាច្រើនឆ្នាំមុនបានយើងនឹងប្រាប់នាងថាកុំចូលទៅអីនៅក្នុងចំណុចស្រីលើលោកនេះសុទ្ធតែមានផ្ទះបែបនេះមួយផ្ទះបែបនេះវាគឺជារឿងគ្រួសារនិងរឿងស្នេហាគឺជាគ្រួសារសាច់ថ្លៃគឺជារបៀបរបបចោះទម្លាប់អីអស់នឹងនៅក្នុងដំណាក់នេះវាបានខំមនុស្សអស់ច្រើនណាស់នៅផ្ទះបែបនេះវាគឺជារឿងគ្រួសាររឿងស្នេហាគឺជារឿងគ្រួសារសាច់ថ្លៃគឺជារបៀបរបបរស់នៅអស់នោះនៅក្នុងដំណាក់នេះវាបានខំមនុស្សអស់ច្រើនណាស់ប៉ុន្តែមនុស្សស្រីមិនក៏មានអីមកចង់ចែកទីនៅពេលដែលមនុស្សស្រីចាក់ចេញពីផ្ទះបែបនេះអ្នកនឹងដើររកពិភពលោកដែលធំជាងនេះនៅផ្ទៃសមុទ្រដែលធំធេងជាងនេះអ្នកនឹងនៅមានរឿងដែលត្រូវធ្វើជាច្រើនជាងនេះទៅទៀតឈិងសៀ